សួស្វាគមន៍កម្មការ Channel របស់ KD សម្រាប់រឿងដែលថ្ងៃនេះ Admin នឹងនាំយកសាច់រឿងមួយដែលមានចំណងជើងថាកំពូលអ្នកវាយប្រហារដែលមានល្បឿន1លានដងប៉ុន្តែបើអ្នកទាំងអស់គ្នាចង់ដឹងថាសាច់រឿងរបស់ Admin នេះវាល្អមើលដល់កម្រិតណានោះយើងក៏ចូលទៅទស្សនាជាមួយ Admin ទាំងអស់គ្នាទៅប៉ុន្តែបើអ្នកទាំងអស់គ្នាចង់បាននៅភាគតទៀតនោះយើងកុំភ្លេចជួយចុច Like ឬក៏ Subscribe Admin ម្នាក់មួយផងតើឥឡូវយើងចូលទៅក្នុងសាច់រឿងរបស់យើងតែម្ដងទៅដែលប្រាំសាច់រឿងនោះគឺយើងបានឃើញថាមានបុរស3នាក់ពួកគេកំពុងតែសម្រុកដើម្បីមកសម្លាប់តួឯកប្រុសរបស់យើងនឹងហើយដែលតួឯកប្រុសរបស់យើងនឹងមានឈ្មោះថាយេយុនដែលយើងមើលទៅសភាពលក្ខណៈរបស់យេយុនពេលនេះរូគេត្រូវមានរបួសស្ទើរតែស្លាប់ទៅហើយដោយសារហេតុនេះហើយទៅពួកអាបីក្បាលនេះចង់មកសម្លាប់យេយុនរបស់យើងនឹងផ្ដាច់ជីវិតតែម្ដងដោយអាមេខ្លោរបស់គេនេះមានឈ្មោះថាហ្វាំងហៅគណៈពេលដែលអាប៉ែហ្វាំងហៅនោះក៏បានបញ្ជាឲ្យកូនចៅរបស់គេនឹងទៅសម្លាប់យេយូប៉ុន្តែមកទៅបាត់សម្លាប់យេយុនផងយេយុនក៏បានកាប់ទៅអាប៉ែនឹងមួយដាវបាត់ទៅហើយដែលធ្វើអាប៉ែនោះគឺពិតជាមានការជឿចាប់មែនតើដោយយើងមើលទៅលឿនវាប្រហាររបស់យេយុនគឺវាពិតជាលឿនខ្លាំងមែនតើហើយយើងមើលទៅរាងកាយរបស់យេយុនពេលនេះគឺគេមិនមានរបួសអ្វីទៀតនោះទេតែធ្វើអាប៉ែហ្វាំងហៅនឹងមកឆ្ងល់ថាហេតុអ្វីបានជាយេយុននឹងមិនត្រូវបានស្លាប់ដោយការបំពុលបែបនេះហើយម្យ៉ាងទៀតហេតុអ្វីបានជារបួសរបស់យេយុននឹងត្រូវបានជាសះស្បើយយ៉ាងលឿនបែបនេះហើយយេយុនរបស់យើងក៏បាននិយាយប្រាប់ទៅអាប៉ែហ្វាំងហៅថានៅពេលដែលយេយុនរបស់យើងត្រូវបានគេបំពុលស្ទើរតែស្លាប់ទៅហើយនោះក៏ស្រាប់តែមានប្រព័ន្ធមួយបានលេចឡើងមកផ្សារជីវិតរបស់យេយុនវិញខណៈពេលនោះដែរក៏ស្រាប់តែមានប្រព័ន្ធ system ជាច្រើនបានចេញមកដើម្បីឲ្យយេយុនរបស់យើងនឹងជ្រើសរើសដែលប្រព័ន្ធទាំងអស់នោះដែរគឺជាប្រព័ន្ធធម្មពលដែលអាចឲ្យយេយុនរបស់យើងនឹងទទួលបាននូវលក្ខណៈពិសេសហើយយេយុនរបស់យើងនឹងក៏បានរកនៅប្រព័ន្ធ system មួយដែលអាចឲ្យរាងកាយរបស់គេត្រូវបានផ្សះផ្សាឡើងវិញជាពិសេសក៏អាចឲ្យរូបគេនឹងទទួលបាននូវឥទ្ធិពលផងដែរតែឥទ្ធិពលមួយនោះដែរគឺធ្វើឲ្យយេយុនរបស់យើងអាចមានល្បឿនលឿនក្នុងការវាយប្រហារមិនតែប៉ុណ្ណោះយេយុនរបស់យើងក៏ទទួលបាននូវបទពិសោធន៍ចំនួន800ពិន្ទុផងដែរឥទ្ធិពលរបស់គេក៏បានបំលែងអំពីកម្រិតធម្មតាឲ្យទៅជាកម្រិតភ្លើងហើយឥទ្ធិពលនៃកម្រិតភ្លើងនេះគឺមានគុណសម្បត្តិយ៉ាងច្រើនចំពោះយេយុនខណៈពេលនោះដែរយេយុនរបស់យើងក៏ពោលតែកាច់ដៃកាច់ជើងរៀបទៅវាយអាប៉ែហ្វាំងហៅហើយអាប៉ែហ្វាំងហៅក៏បានសួរទៅយេយុនថាតើនរណាគឺជាអ្នកជួយឯងឲ្យរស់ឡើងវិញបែបនេះនៅពេលនោះដែរយេយុនរបស់យើងគឺគេមិនបាននិយាយច្រើននោះទេគេនិយាយតែប្រមាថថាព្រះមិនធ្វើបាបមនុស្សល្អនោះទេហើយយេយុនរបស់យើងក៏បានដាក់សម្ដៅទៅអាប៉ែ2នាក់នោះដែលធ្វើឲ្យហ្វាំងហៅរបស់យើងគឺពិតជាមានការភ័យខ្លាចមែនតើប៉ុន្តែពេលនេះយេយុនរបស់យើងគឺគេមិនបានចង់ប្រយុទ្ធអ្វីនោះទេពីព្រោះថារាងកាយរបស់គេទៅតែជាសះស្បើយចឹងណាហើយប្រព័ន្ធក៏បានបញ្ជាក់ឲ្យឃើញថារាងកាយរបស់យេយុនគឺខ្សោយពេកគឺមិនអាចប្រយុទ្ធអ្វីបាននោះទេបន្ទាប់មកប្រព័ន្ធ system ក៏បានសួរទៅយេយុនថាតើយេយុនចង់បានលក្ខណៈពិសេសទៀតដែរឬទេបន្ទាប់មកយេយុនក៏បានជ្រើសរើសនៅប្រព័ន្ធមួយដែលអាចឲ្យគេនឹងមានល្បឿនវាយប្រហារចំនួនរាប់លានដងមិនតែប៉ុណ្ណោះល្បឿនវាយប្រហារនេះគឺជាឥទ្ធិពលមួយដែលអស្ចារ្យមែនតើប៉ុន្តែសម្រាប់ឥទ្ធិពលដែលវាយប្រហារលើមួយនេះពេលនេះវានៅមានកម្រិតទាបនៅឡើយទេដូច្នេះត្រូវយេយុនរបស់យើងនឹងត្រូវដកខាត់រាងកាយរបស់គេបានកាន់តែប្រសើរជាងនេះទៀតដើម្បីឲ្យឥទ្ធិពលនៃការវាយប្រហារលើនេះវាកាន់តែខ្ពស់ខណៈពេលនោះដែរយេយុនរបស់យើងក៏បានគិតថាមានតែសមត្ថភាពនៃត្របាក់របស់គេទេគឺអាចធ្វើឲ្យគេនឹងមានកម្លាំងរឹងមាំបានហើយខណៈដែលរាងកាយរបស់យេយុនត្រូវបានរឹងមាំល្បឿនវាយប្រហាររបស់គេនឹងលឿនជាង1លានដងទៅទៀតបាននិយាយងាយយល់តើល្បឿនវាយប្រហារនេះគឺជាល្បឿនដែលលឿនគ្មានដែនកំណត់តែម្ដងស្រាប់ពេលនោះដែរអាប៉ែហ្វាំងហៅក៏បានបញ្ជាឲ្យកូនចៅគេទៅសម្លាប់អាប៉ែយេយុនទៅប៉ុន្តែកូនចៅរបស់គេបានខ្លាចទៅនឹងយេយុនបាត់ទៅហើយខណៈពេលនោះដែរមិនទាន់ទៅបានទៅសម្លាប់យេយុនផងយេយុនក៏បានមកចាប់ស្មាអាប៉ែហ្វាំងហៅបាត់ទៅហើយខណៈពេលនោះដែរយេយុនក៏បានដាក់ទៅអាប៉ែហ្វាំងហៅនឹងមួយដៃដែលធ្វើឲ្យអាប៉ែហ្វាំងហៅនោះទៀតចង់1លានម៉ែត្រឯណោះខណៈពេលនោះដែរក៏ធ្វើឲ្យអាប៉ែហ្វាំងហៅត្រូវបានចុកឈាមចូលទៅម៉ៃហើយភ្លាមៗនោះយេយុនរបស់យើងក៏បានមកសួរឌឺអាប៉ែហ្វាំងហៅថាចុកអីចុកអីចុកអីមិនដែរមានអារម្មណ៍មិនដែរបន្ទាប់ពីស៊ីកដាប់ដៃរបស់ខ្ញុំហើយអាប៉ែហ្វាំងហៅក៏បាននិយាយតែក្តៀនអាចថាហេតុអ្វីបានជាឯងមានល្បឿនលឿនបែបនេះចំណែកយេយុនក៏ថ្លង់នឹងសម្ដីឆ្កែពេលរូគេក៏បានចាក់ក្បាលរបស់ហ្វាំងហៅនឹងបានស្រូបយកថាមពលបិសាចរបស់ហ្វាំងហៅតែធ្វើឲ្យប៉ែហ្វាំងហៅគឺពិតជាមានការជួយចាប់មែនតើហើយយេយុនក៏ទទួលបានពិន្ទុចំនួន150ពិន្ទុបន្ថែមទៀតហើយនៅពេលដែរគឺធ្វើឲ្យកូនចៅរបស់ហ្វាំងហៅរូគេគឺពិតជាមានការភ័យខ្លាចមែនតើហើយរូគេក៏បានសំពះសុំយេយុននឹងកុំឲ្យសម្លាប់រូគេអីដោយរូគេសុខចិត្តធ្វើជាឆ្កែបំរើរបស់យេយុនប៉ុន្តែសូមទុកជីវិតឲ្យរូគេផងកាត់ចូលមកកន្លែងភ្នំនេះវិញយេយុនក៏ធ្វើការមកតែកម្លាំងរបស់គេនៅពេលនោះដែររូគេក៏បានទៅវាយដើមឈើមួយតែធ្វើឲ្យដើមឈើជាច្រើនត្រូវបានបាក់ខ្ទេចហើយជ្រូកព្រៃមួយក្បាលក៏ត្រូវបានស្លាប់ផងដែរដោយយើងមើលទៅកម្លាំងរបស់យេយុនពេលនេះគឺគេពិតជាខ្លាំងមែនតើនៅពេលដែលយេយុនសម្លាប់ជ្រូកព្រៃមួយក្បាលរូគេក៏ទទួលបាន50ពិន្ទុបន្ថែមទៀតតែស្រាប់ពេលដែរគឺធ្វើឲ្យយេយុនរបស់យើងនឹងក៏ទទួលបាននូវឥទ្ធិពលបន្ថែមទៀតផងដោយយើងមើលទៅប្រព័ន្ធ system នេះគឺវាពិតជាអស្ចារ្យមែនតើមិនត្រឹមតែអាចលេបថាមពលនោះទេវាក៏អាចលេបគ្រាប់ថ្នាំផងដែរនៅពេលដែលយេយុនឲ្យប្រព័ន្ធនោះបានលេបត្របាក់នៅថ្នាំនោះហើយគ្រាប់ថ្នាំក៏ប្រមូលផ្ដុំវិញ្ញាណលំដាប់ទី1បញ្ចូលទៅក្នុងគ្រាប់ថ្នាំលំដាប់ទី2ប៉ុន្តែប៉ុណ្ណោះយេយុនក៏ទទួលបាន500ពិន្ទុជាបទពិសោធន៍ផងដែរដោយគ្រាប់ថ្នាំវិញ្ញាណនៅលំដាប់ទី2នោះគឺអាចបន្ថែមលើការបណ្ដុះបណ្ដាលអ្នកក្បាច់គុណបានដូច្នេះយេយុនត្រូវតែសម្លាប់ជ្រូកព្រៃទាំងអស់នោះដើម្បីយកថ្នាំមកបន្សុទ្ធរាងកាយរបស់គេនៅពេលនោះដែរយេយុនក៏ធ្វើការសម្លាប់ជ្រូកព្រៃទាំងអស់នោះ
ហើយជ្រូកព្រៃនីមួយៗគឺមាន50ពិន្ទុជាបទពិសោធន៍ប៉ុន្តែលក្ខខណ្ឌក្នុងការប្រយុទ្ធនេះរូបយាយូគឺមិនឲ្យមានរបួសនោះឡើយប្រសិនបើជាគេមានរបួសរូបគេនឹងមិនទទួលបានពិន្ទុឬក៏ធម៌ពលអ្វីនោះឡើយខណៈពេលនោះដែរប្រព័ន្ធក៏បានបញ្ជាក់ថាមានបិសាចមួយនៅចម្ងាយប្រហែល30ម៉ែត្រដែលស្ថិតនៅភាគនិរដីបន្ទាប់ពីសម្លាប់ពួកជ្រូកព្រៃនេះហើយរូបយាយូក៏បានចាក់ចេញពីទីកន្លែងនោះបាទទៅពីព្រោះថារូបគេគឺបានអស់កម្លាំងហើយដូច្នេះគេត្រូវតែមកផ្ទះដើម្បីសម្រាកសិនដើម្បីហ្វឹកហាត់បង្កើនធម៌ពលរបស់គេបន្តទៀតបន្ទាប់មកយាយូរបស់យើងក៏ធ្វើការចង់ទៅសម្រាកចឹងណាប៉ុន្តែនៅពេលដែលយាយូបានបើកទ្វារចេញមកក៏ស្រាប់តែលេចចេញនឹងបុរសម្នាក់ដែលប៉ែម្នាក់នឹងមានឈ្មោះថាយាយគុណដែលរូបគេមានកម្រិតដល់6ឯណោះហើយយាយគុណនេះហើយដែលបានដាក់ថ្នាំបំពុលចង់សម្លាប់យាយគុណរបស់យើងចឹងណាភ្លាមនោះដែរយាយគុណក៏បានមើលឃើញកម្រិតរបស់យាយយន្តដែលកម្រិតរបស់យាយយន្តនឹងមានកម្រិត5ប៉ុន្តែយាយគុណរបស់យើងមិនបានខ្វល់អ្វីនោះទេទោះបីជាកម្រិតប៉ុណ្ណាក៏ដោយក៏រូបគេមិនបានខ្វល់អ្វីនោះដែរស្រាប់ពេលនោះដែរអាប៉ែយាយគុណក៏ធ្វើការដកដាវរបស់គេដើម្បីទៅសម្លាប់យាយយន្តចឹងណាហើយរូបគេក៏បាននិយាយថាខ្ញុំនឹងសម្លាប់ឯងដោយដៃរបស់ខ្ញុំប៉ុន្តែមិនទាន់តែបានសម្លាប់យាយយន្តផងយាយយន្តក៏បានមកចាប់អាប៉ែយាយគុណជាប់បាត់ទៅហើយដែលធ្វើអាប៉ែយាយគុណនឹងមានការងឿឆ្ងល់មែនទែនចុយអានេះលឿនម៉េចភ្លាមនោះដែរយាយគុណមិនបង្អង់យូរនោះទេរូបគេក៏ចាប់កាច់បំបាក់ដៃរបស់យាយគុណដែលធ្វើឲ្យយាយគុណពេលនេះគឺរូបគេពិតជាមានការឈឺចាប់មែនទែនហើយអាប៉ែយាយគុណក៏បាននិយាយថាហើយហ៊ានស្លាប់អញទិញក្រែមមកស៊ីហើយជាមួយឯងហើយយាយយន្តរបស់យើងគឺមិនបានស្ដាប់អ្វីនោះទេរូបគេក៏កាច់បំបាក់ឆ្អឹងរបស់យាយគុណតែម្ដងប៉ុន្តែយាយយន្តរបស់យើងមិនត្រឹមតែកាច់បំបាក់ដៃនោះទេរូបគេនឹងកាច់បំបាក់ជើងរបស់អាប៉ែយាយគុណទៀតហើយយើងមើលទៅអាប៉ែយាយគុណឡើងភ្នែកសតែម្ដងប៉ុន្តែមិនទាន់ទៅបានកាច់ជើងរបស់អាប៉ែយាយគុណផងគ្នារបស់អាប៉ែយាយគុណនឹងក៏ធ្វើការមកកាប់សម្លាប់យាយយន្តរបស់យើងស្រាប់ពេលនោះដែរយាយយន្តរបស់យើងក៏បានគប់អាប៉ែយាយគុណឲ្យទៅបុកនឹងកូនចៅរបស់គេប៉ុន្តែអាប៉ែយាយគុណនោះនៅតែមិនទាន់ស្លាប់នៅឡើយទេបន្ទាប់មកអាប៉ែយាយគុណក៏បានបញ្ជាឲ្យកូនចៅរបស់គេទៅប្រយុទ្ធជាមួយយាយយន្តប៉ុន្តែមិនទាន់ទៅបានប៉ះយាយយន្តបន្តិចផងយាយយន្តក៏បានប្រើលំពើរបស់គេវាប្រហារមុនបាត់ទៅហើយតែធ្វើឲ្យអាប៉ែម្នាក់នេះនឹងត្រូវបានបែកញើសជោគចង់រីអាចបាត់ទៅហើយស្របពេលនោះដែរយាយយន្តក៏ធ្វើការហក់មកច្របាច់កអាប៉ែមួយនោះសម្លាប់បាត់ទៅឥឡូវនេះនៅសល់តែយាយគុណមួយក្បាលប៉ុណ្ណោះដែលយើងមើលទៅយាយគុណរបស់យើងភ្លេចឡើងសអស់ហើយព្រោះតែគេភ័យពេកហើយយាយយន្តក៏បានដើរចូលទៅនឹងបាននិយាយថាតែឯងចូលចិត្តបំពុលមនុស្សមែនទេស្របពេលនោះដែរយាយយន្តរបស់យើងក៏ធ្វើការទៅដុតសម្លាប់អាប៉ែយាយគុណហើយយាយយន្តក៏បានធ្វើការទៅចាប់ក្បាលអាប៉ែម្នាក់នោះទៀតហើយបន្ទាប់មកយាយយន្តក៏បាននិយាយថាតែអ្នកចង់សងសឹកលើខ្ញុំមែនទេកុំបារម្ភអីអ្នកមិនអាចមានឱកាសនោះម្ដងទៀតនោះឡើយបន្ទាប់មកយាយយន្តរបស់យើងក៏បានច្របាច់ក្បាលរបស់អាប៉ែយាយគុណបញ្ចប់ជីវិតពេលនោះទៅហើយយាយយន្តរបស់យើងក៏ទទួលបានមាសចំនួន1500មុខប៉ុន្តែយាយគុណមិនទាន់បានស្លាប់នោះឡើយទេរូគេនៅនិយាយបបោចដដែលខណៈពេលនេះហើយយាយគុណរបស់យើងក៏ត្រូវបានបាត់បង់ជីវិតបាត់ទៅហើយនៅពេលដែលយាយយន្តបានស្លាប់អាប៉ែយាយគុណហើយរូគេក៏ទទួលបាននៅសោមួយនៅពេលដែលយាយគុណទទួលបានសោនេះហើយរូគេក៏បាននិយាយទៀតថារូគេនឹងលុបដានធានឯកជនរបស់យាយគុណទាំងអស់ប៉ុន្តែយើងមិនទាន់ដឹងទេថានៅពេលដែលឪពុករបស់យាយគុណបានឃើញទស្សនវិជ្ជាកូនបែបនេះតើរូបគាត់នឹងអាចទទួលនូវអារម្មណ៍មួយនេះបានដែរឬទេដែលឪពុករបស់គេមានឈ្មោះថាយាយឆាងហើយក៏ជាព្រឹទ្ធាចារ្យនៃគ្រួសារយាយផងដែរមិនតែប៉ុណ្ណោះរូគេមានជំនាញក្នុងការជញ្ជក់ឈាមដល់កម្រិតទី2ឯណោះប៉ុន្តែយើងមិនទាន់ដឹងទេថាតើយាយយន្តរបស់យើងនឹងអាចតស៊ូជាមួយនឹងគាត់បានដែរឬទេពីព្រោះថាល្បឿនវាយប្រហាររបស់យាយយន្តពេលនេះគឺមិនមែនជាគូប្រជែងរបស់យាយឆេងឡើយប៉ុន្តែមានរឿងមួយដែលធ្វើឲ្យយាយយន្តអាចតស៊ូឈ្នះគាត់បានគឺរូគេត្រូវតែបណ្ដោះថាពលរបស់គេឲ្យលឿនជាងនេះបន្ថែមទៀតស្រាប់ពេលនោះដែរស៊ីស្ទឹមក៏បានបញ្ជាក់ឲ្យឃើញថាកំណប់ទ្រាប់មានចម្ងាយនៅ5ម៉ែត្រទៀតនៅឯភាគឯខ្នែឯណោះបន្ទាប់មកយាយយន្តរបស់យើងគឺមិនបង្អង់យូរនោះទេរូគេក៏បានយកសោដែលបានពីយាយគុណហ្នឹងទៅបើកបន្ទប់មួយនោះនៅពេលដែលយាយយន្តបានបើកទ្វារមកវ៉ាក៏ស្រាប់តែមាននៅមាសពេជ្រកែវកងជាច្រើនហើយក៏មាននៅសម្ភារៈក៏ដូចជាសិភៅជាច្រើនទៀតហើយបន្ទាប់មកយាយយន្តរបស់យើងក៏បានអត់ប្រព័ន្ធរបស់គេនឹងលេបត្របាក់នៅអ្វីដែលមាននៅក្នុងនេះទាំងអស់ទីបំផុតទ្រព្យសម្បត្តិក៏ដូចជាអ្វីទាំងអស់របស់យាយឆេងក៏ត្រូវបានយាយយន្តរបស់យើងនឹងយកទាំងអស់ប៉ុន្តែប៉ុណ្ណោះបន្ទាប់ពីយាយយន្តរបស់យើងបានស្រូបយកអ្វីទាំងអស់នេះហើយរូគេក៏ទទួលបាននៅ2000ពិន្ទុជាបទពិសោធន៍ថែមទៀតផងហើយនៅពេលដែលប្រព័ន្ធបានលេបត្របាក់នៅថ្នាំដែលមានកម្រិត2នោះយាយយូក៏ទទួលបាននៅចំនួន2500ពិន្ទុជាបទពិសោធន៍បន្ថែមទៀតជាបន្តទៀតប្រព័ន្ធក៏បានលេបត្របាក់នៅដាវអាយុរ៉ាហើយយាយយន្តក៏ទទួលបាននៅក្បាច់គុណដាវពន្លឺស្មារតីបន្ទាប់ពីយាយយូបានលេបត្របាក់នៅអ្វីទាំងអស់ហើយរូគេក៏ឡើងដល់កម្រិតទី9ប៉ុន្តែវាមិនទាន់អស់នោះទេប្រព័ន្ធក៏បានរកឃើញនៅដាវវិញ្ញាណលំដាប់ទី3ហើយយាយយន្តរបស់យើងក៏ធ្វើការរក្សាដាវទាំងអស់នោះចូលទៅក្នុងប្រព័ន្ធទាំងអស់ប៉ុន្តែនៅពេលដែលយាយយន្តត្រូវការដាវនោះគឺគ្រាន់តែហៅដាវនោះមកដាវនោះនឹងមកភ្លាមដោយយើងមើលទៅយាយយន្តរបស់យើងគឺពិតជាគំនិតខូចមែនតើគឺប្រៀបបានដូចជាអារ៉ាស្មាច់អញ្ចឹងហើយគេក៏បាននិយាយទៀតថា
ថ្ងៃណាមួយរបស់យាយឆេងទាំងអស់នឹងក្លាយជារបស់គេគ្មានសល់បន្ទាប់មកយាយយន្តរបស់យើងក៏បានចាកចេញពីទីកន្លែងនោះបាត់ទៅហើយបន្ទាប់ពីយាយយន្តរបស់យើងបានប្រមូលទ្រព្យសម្បត្តិរបស់យាយឆេងអស់ហើយរួចគេក៏បានធ្វើដំណើរមកលើភ្នំមួយហើយយាយយន្តរបស់យើងឡើងមកលើភ្នំនេះក៏ដើម្បីឲ្យប្រព័ន្ធរបស់គេស្រូបយកនៅអ្វីផ្សេងទៀតដើម្បីឲ្យរូគេបង្កើននូវធម៌ពលខ្លាំងជាងនេះប៉ុន្តែខណៈពេលដែលយាយយូកំពុងតែនិយាយម្នាក់ឯងដូចមនុស្សឈួតនោះក៏រូគេបានជួបលោកតាម្នាក់ដែលលោកតាចំណាស់ម្នាក់នោះគឺគាត់មានឈ្មោះថាវូម៉ូហើយគាត់ធ្វើដំណើរឡើងលើភ្នំនេះគឺដើម្បីដើររកយាយយន្តរបស់យើងនឹងឯងប៉ុន្តែមិនដឹងថាជាសំណាងរបស់គាត់ឬក៏យ៉ាងណានោះទេរូគាត់ក៏បានជួបយាយយន្តហើយលោកតាវូម៉ូម្នាក់ហ្នឹងគឺមិនមែនជាអ្នកមានឋានៈអ្វីនោះទេរូគាត់គឺជាអ្នកបម្រើនៃគ្រួសារយាយនឹងឯងដែលជាគ្រួសាររបស់យាយយន្តហើយកន្លែងនេះតាវូម៉ូហ្នឹងអេដមីនសុំហៅថាតាម៉ូបានហើយភ្លាមដែរយាយយន្តក៏បានសួរតាម៉ូថាហេតុអ្វីបានជាតាម៉ូមកនៅទីនេះហើយតាម៉ូគឺគាត់មិនបាននិយាយអ្វីច្រើននោះទេគាត់ក៏បានចាប់ដៃរបស់យាយយន្តហើយក៏បានយកយាយយន្តទៅផ្ទះវិញទៅកាត់ចូលមកដល់កន្លែងនេះវិញគឺយើងបានឃើញបរិយាចំណាម្នាក់ដែលគេមានឈ្មោះថាយេវ៉ាឆងដែលរូបគាត់នេះដែរគឺជាឪពុករបស់យាយយន្តនឹងឯងនិយាយទៅមកសាច់រឿងនេះអេដមានសម្រាយមកគឺឈ្មោះតួអង្គគឺផ្ដើមពីតកូលយាយទាំងអស់ឈ្មោះស្អីអញ្ចឹងអូមិនដឹងហើយបានជាគេដាក់ឈ្មោះតកូលផ្ដើមពីយាយអញ្ចឹងណាគឺដោយសារតែប្រហែលជាគេល្បីអាបត់អីគេអនាតបាតថាយាយអនាតទេជេយ៉ាតោះឥឡូវគឺយើងជុំតបែចឹងក៏យើងមកតសាច់រឿងរបស់យើងទៀតទៅណាពេលនោះដែរគឺយើងបានឃើញថាយាយវ៉ាឆងពេលនេះគឺគេកំពុងតែត្រូវរបួសតែមិនដឹងថាត្រូវអ្វីនោះទេហើយទោះបីជាអ្នកបម្រើខំអង្វរយាយវ៉ាឆងឲ្យសម្រាប់ក៏ដោយក៏រូបគាត់មិនសម្រាប់នោះដែរគឺរូបគាត់នៅចាំកូនរបស់គាត់យាយយន្តនឹងឯងហើយគណៈពេលនោះដែរយាយយន្តរបស់យើងក៏បានធ្វើដំណើរមកដល់ហើយរូបគេគឺពិតជាមានការភ្ញាក់ផ្អើលមែនតើពីព្រោះតែគេបានឃើញសភាពលក្ខណៈរបស់ឪពុកពេលនេះគឺពិតជាលំបាកមែនតើហើយយាយយន្តក៏បានសួរទៅតាម៉ូថាតើឪពុករបស់គេកើតអីហើយតាម៉ូក៏បាននិយាយបកស្រាយថាបន្ទាប់ពីយាយយន្តត្រូវមានការបំពុលនោះឪពុករបស់គេក៏បានទៅរកថ្នាំដើម្បីមកព្យាបាលរូបគេប៉ុន្តែនៅពេលដែលឪពុករបស់យាយយន្តបានទៅរកថ្នាំនោះរូបគេក៏ត្រូវបានជួបគ្រោះថ្នាក់ហើយនៅពេលនេះដែរឪពុករបស់យាយយន្តគឺចិត្តស្លាប់ទៅហើយបន្ទាប់មកយាយវ៉ាឆងក៏បាននិយាយថាមិនបាច់និយាយច្រើននោះទេទៅយកផ្លែឈើសៅលីងមកឲ្យយាយយន្តមកដោយផ្លែឈើនេះដែរអាចជំរាបនៅជាតិពុលរបស់យាយយន្តនឹងបាន 30% ហើយម្យ៉ាងទៀតវាគឺជាឱសថវិញ្ញាណលំដាប់ទី2ប៉ុន្តែគណៈពេលនោះដែរគឺធ្វើឲ្យយាយយន្តរបស់យើងគឺពិតជាមានការលំបាកចិត្តមែនតើពីព្រោះថាឪពុករបស់គេពេលនេះគឺពិតជាធ្ងន់ធ្ងរណាស់ហើយគណៈពេលនោះដែរយាយយន្តរបស់យើងក៏បានយកផ្លែឈើនោះដើម្បីបញ្ចូលកម្លាំងធាតុទៅឲ្យឪពុករបស់គេហើយនៅពេលនោះដែរឪពុករបស់យាយយន្តក៏បានរួចផុតអំពីគ្រោះថ្នាក់មិនតែប៉ុណ្ណោះកម្លាំងឬក៏ធម៌ពលរបស់ឪពុករបស់គេនឹងក៏ត្រូវបានស្ដារឡើងវិញដែរតែធ្វើឲ្យឪពុករបស់គេគឺពិតជាមានការភ្ញាក់ផ្អើលមែនតើហើយយាយយន្តក៏បាននិយាយប្រាប់ឪពុករបស់គេថាពេលនេះគេឡើងដល់កម្រិត9ហើយដូច្នេះអ្នកមិនបាច់បារម្ភពីខ្ញុំទៀតនោះទេក្រោយពេលនោះដែរយាយយន្តរបស់យើងក៏បានឲ្យថ្នាំមួយកំប៉ុងទៅឲ្យឪពុករបស់គេហើយនៅពេលដែលឪពុករបស់គេបានលេបវាហើយឪពុករបស់គេនឹងត្រូវបានឈឺសះស្បើយឆាប់នៅពេលនោះដែរយាយយន្តក៏បាននិយាយប្រាប់រកគ្នាថារូបខ្លួននឹងបានធ្វើជាអារាសម្ដេចទៅលួចទ្រព្យរបស់យាយឆេងហើយបន្ទាប់មករូបគេក៏បានធ្វើការប្រឆាំងជាមួយយាយគុនផងដែរដែលធ្វើឲ្យអ្នកបម្រើពីរអ្នកនោះបានបោកភ្នែកធំភ្ញាក់ផ្អើលមែនតើអូបើនឹងសោះក៏ភ្ញាក់ផ្អើលដែរអេដមីននេះដើរអេតចាយមួយថ្ងៃបានខ្លាចជាមហាសេដ្ឋី100ម៉ែ100ហើយគេគ្រាន់តែយាយយន្តវាយឈ្នះយាយគុនសោះភ្ញាក់ផ្អើលណាស់អើយបើអេដមីនវិញបានទៅវាយមួយស្ដេចថៃទៀតហើយមិនតែប៉ុណ្ណោះស្ដេចថៃក៏បានខ្លាចអេដមីនទៀតម៉ែសាវយក100មិនឥឡូវអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលនៅសួរថាភ្ញាក់ផ្អើលនៅហើយបន្ទាប់មកអ្នកបម្រើពីរអ្នកហ្នឹងដែលជាតាមួយនិងម្នាក់ទៀតហ្នឹងក៏បានគិតថាអូយាយយូលេងជាមួយឪពុករបស់គេវាយប៉ុន្តែការរំពឹងទុកពួកគាត់ទាំងពីរហ្នឹងក៏ដូចជាអំបិលត្រូវអាចតែម្ដងគឺមានន័យថាឪពុករបស់យាយយន្តហ្នឹងមិនខឹងនឹងយាយយន្តអ្វីនោះទេគឺគាត់មានតែសរសើរយាយយន្តថែមប៉ុន្តែគួរឲ្យសោកស្ដាយសម្រាប់ត្រកូលយាយមួយនេះគឺត្រូវបានដឹកនាំដោយយាយឆេងពីព្រោះថាយាយឆេងគឺជាអ្នកដែលមានអំណាចជាងគេនៅក្នុងគ្រួសារមួយនេះហើយម្យ៉ាងទៀតគ្នារបស់គេក៏មាន5នាក់ផងដែរហើយយាយយន្តរបស់យើងក៏បាននិយាយប្រាប់ឪពុករបស់គេថាឪពុកអើយមិនបាច់ភ័យអ្វីនោះទេសម្រាប់សមត្ថភាពរបស់យាយឆេងប៉ុណ្នេះខ្ញុំឲ្យដេកខ្ញុំឲ្យអង្គុយគឺស្បៃតែម្ដងការជុំមកដល់កន្លែងនេះវិញម្ដងម្នាក់ក៏បានមកប្រាប់យាយឆេងអំពីបញ្ហាដែលយាយគុនរបស់ខ្លួនត្រូវបានស្លាប់ហើយមិនតែប៉ុណ្ណោះគេក៏បានប្រាប់ថាយាយយន្តរបស់យើងបានប្លន់សោរបស់គេហើយក៏បានបើកឃ្លាំងនោះយកទ្រព្យសម្បត្តិទាំងអស់តែធ្វើឲ្យយាយឆេងរបស់យើងពេលនេះគឺពិតជាមានការខឹងសម្បាទៅនឹងយាយយន្តមែនតែនពីព្រោះថាយាយយន្តរបស់យើងគឺពិតជាប្រហើនមែនតែនហ៊ានសម្លាប់កូនរបស់គេហើយយកទ្រព្យសម្បត្តិរបស់គេទៀតហើយពេលយាយឆេងក៏បាននិយាយទៀតថារូបគេនឹងចាប់ច្របាច់ឆ្អឹងរបស់យាយយន្តឲ្យស្លាប់តែម្ដងឲ្យវាស័ក្តិសមនឹងទង្វើដែលរូបគេបានប្រព្រឹត្តនៅពេលនោះដែរក៏មានបរិយាចំណាំម្នាក់ដែលគេមានឈ្មោះថាយីមីងដែលជា elder ទី2នៃគ្រួសារយាយយីមីងក៏បាននិយាយថាយាយយន្តរបស់យើងនឹងប្រៀបបានដូចជាសត្វដេរឆានអញ្ចឹងដូច្នេះរូបគេសមតែស្លាប់ប៉ុន្តែនិយាយមិនទាន់ផុតពីមាត់ផង
យាយយន្តក៏បានសម្លាប់មនុស្សម្នាក់នៅចំពោះមុខរបស់ពួកគេបន្ទាប់ពីយាយឆេងបានឃើញរូបយាយយន្តហើយគឺពិតជាធ្វើឲ្យរូបគេខឹងមែនតើប៉ុន្តែនៅពេលនោះដែរយាយយន្តរបស់យើងក៏បាននិយាយថាមនុស្សអាក្រក់ដូចជាឯងសមតែស្លាប់តែប៉ុណ្ណោះហ្នឹងយាយយន្តរបស់យើងក៏បានសួរឌឺទៅអាប៉ែយាយឆេងថាហើយរៀនថ្នាក់ទីម៉ានណាមិនបានដល់ចាស់នេះហើយនៅតែភ្លើអត់ចេះដឹកនាំគ្រួសារអញ្ចឹងភ្លាមនោះដែរឪពុករបស់យាយយន្តក៏បានមកដល់ផងដែរហើយឪពុករបស់យាយយន្តវោះឆងហ្នឹងក៏បានសួរទៅអាប៉ែយាយឆេងថាដឹកនាំគ្រួសារឬក៏ប្រទេសនោះឈួតបែបណាទៀតហើយហេតុអ្វីបានជាឯងចង់បះបោបែបនេះនៅពេលនោះដែរអាប៉ែយាយឆេងក៏បានសើចហើយរូបគេក៏បាននិយាយថាពួកអូនឯងនៅសមត្ថភាពអន់ណាស់តើពួកឯងអាចឈ្នះយើងដោយរបៀបណាទៅស្ថិតនៅក្នុងស្ថានភាពដ៏កក់ក្ដៅបែបនេះដែរយាយឆេងក៏បានសួរទៅមនុស្សរាល់គ្នាថាតើពួកគេចង់ដើរទៅតាមយាយឆេងឬក៏ដើរទៅតាមយាយវ៉ាឆងឯមនុស្សរាល់គ្នាក៏បានគិតបន្តិចហើយរូបគេក៏បានសម្រេចចិត្តថារូបគេនឹងដើរតាមយាយឆេងពីព្រោះថាកូនប្រពន្ធរបស់ពួកគេទាំងអស់គឺស្ថិតនៅក្នុងដៃរបស់យាយឆេងដូច្នេះពួកគេត្រូវតែដើរតាមយាយឆេងដើម្បីការពារអាយុជីវិតរបស់ពួកគេប៉ុន្តែមិនដឹងថាពួកគេនេះធ្វើត្រូវឬក៏ខុសនោះទេពីព្រោះថាយាយឆេងរបស់យើងនឹងមិនមែនជាមនុស្សល្អនោះឡើយបន្ទាប់មកយាយឆេងក៏បាននិយាយប្រាប់យាយវ៉ាឆងថាបើសិនបើឯងចង់មានអាយុជីវិតទៀតនោះសូមឯងកាត់ដៃរបស់កូនឯងទៅនៅពេលដែលយាយយន្តឮបែបនេះហើយរូបគេក៏បបួលយាយឆេងវាយមួយស្មើតែម្ដងប៉ុន្តែយាយឆេងរបស់យើងគឺមិនបានខ្លាចទៅនឹងយាយយន្តនោះទេប៉ុន្តែខណៈពេលនោះដែរយាយយន្តរបស់យើងគឺពិតជាមានល្បឿនលឿនខ្លាំងណាស់ដែលធ្វើឲ្យយាយឆេងរបស់យើងពិតជាឆ្ងល់មែនតើស្របពេលដែរឈុតឆាកនៃការប្រយុទ្ធគ្នាក៏បានចាប់ផ្ដើមឡើងដោយយើងមើលទៅឆាកឈុតនៃការប្រយុទ្ធនេះគឺវាពិតជាល្អមើលមែនតើយាយឆេងក៏បាននិយាយទៀតថាអូអាកូនណាសមត្ថភាពអូនឯងបើនេះមិនអាចទប់នឹងយើងបាននោះទេឯយាយយន្តរបស់យើងក៏បាននិយាយទៅវិញថាស្អីគេសមត្ថភាពប៉ុណ្ណឹងសោះកាហ្នឹងចាំមើលព្រាបម្ដាយយាយយន្តរបស់យើងក៏បានយកដាវរបស់យាយឆេងនិងបានកាត់សម្លាប់យាយឆេងរបស់យើងបាត់បង់ជីវិតបាត់ទៅប៉ុន្តែសេចក្តីរបស់យើងមិនទាន់បញ្ចប់នោះទេស្រាប់ពេលនោះដែរក៏មានអាប៉ែម្នាក់បានហក់មកកាប់សម្លាប់យាយយន្តប៉ុន្តែយាយយន្តរបស់យើងគឺពិតជាមានល្បឿនលឿនមែនតើហើយមូលហេតុដែលអាប៉ែនោះហក់មកសម្លាប់យាយយន្តរបស់យើងដែរពីព្រោះថាគ្រួសាររបស់អាប៉ែយាយឆេងហ្នឹងត្រូវបានគ្រប់គ្រងដោយអាប៉ែម្នាក់ហ្នឹងចឹងណាបើនិយាយទៅក្នុងចំណោមគ្រួសាររបស់អាប៉ែម្នាក់ហ្នឹងគឺគ្រួសាររបស់គេមានឥទ្ធិពលខ្លាំងជាងគេប៉ុន្តែសម្រាប់រឿងកប៉ិកកប៉ុកបែបនេះគឺមិនធ្វើឲ្យយាយយន្តរបស់យើងភ័យខ្លាចសូម្បីតែបន្តិចឡើយយាយយន្តក៏បាននិយាយទៀតថាហើយអាប៉ែយាយឆេងហ្នឹងព្រមនៅក្រោមគេសង្កត់របស់ឯងហ្នឹងគឺវាសុខចិត្តធ្វើជាឆ្កែរបស់ឯងចឹងណាខណៈពេលនោះដែរក៏ធ្វើអាប៉ែម្នាក់ហ្នឹងគឺពិតជាមានការខឹងនឹងយាយយន្តមែនតើតោះអ្នកទាំងអស់គ្នានេះគឺជាឈុតឆាកល្អមើលទៀតហើយនៅពេលដែលអាពូប្រមាក្បាលនោះក៏ធ្វើការចង់សម្លាប់យាយយន្តប៉ុន្តែសមត្ថភាពការរបស់គេមិនអាចសម្លាប់យាយយន្តបាននោះទេដោយយាយយន្តរបស់យើងគ្រាន់តែប្រើម្រាម2ចាប់ដាវរបស់គេក៏ជាប់ផងដែរតែធ្វើអាប៉ែម្នាក់ហ្នឹងគឺពិតជាមានការឆ្ងល់មែនតើហើយដើម្បីបានជាយាយយន្តរបស់យើងនឹងមានល្បឿនលឿនបែបនេះយាយយន្តរបស់យើងក៏បានកាប់អាប៉ែនោះដាច់ជា2តែម្ដងដែលយើងមើលទៅគឺវាពិតជាខូខើណាស់ដែលធ្វើឲ្យមនុស្សរាល់គ្នាពិតជាមានការឆ្ងល់ថាតើវាអាចត្រួតបានដោយរបៀបណាហើយអាប៉ែដៃណូស័រមួយហ្នឹងដែលជាគ្រួសារយ៉ាងហ្នឹងគេក៏បានសួរទៅយាយយន្តថាតើអ្នកដឹកនាំគ្រួសារយ៉ាងឯងជាអ្នកសម្លាប់មែនទេឯយាយយន្តក៏បាននិយាយថាមនុស្សមិនសម្លាប់មនុស្សនោះទេប្រសិនបើជាគេមិនធ្វើបាបខ្ញុំក៏មិនធ្វើបាបគេដែរប៉ុន្តែប្រសិនបើជាគេមកធ្វើបាបខ្ញុំឬគេត្រូវតែស្លាប់អូពេលនេះយាយយន្តរបស់យើងក៏បានប្រើជំនាញដាវមីងគង់របស់គេហើយដែលយើងមើលទៅគឺវាពិតជាអស្ចារ្យមែនតើហើយយាយយន្តក៏បានសួរទៅមនុស្សរាល់គ្នាថាតើពួកឯងជ្រើសយកសេចក្តីស្លាប់ឬក៏តែបើសម្រាប់អាប៉ែដែលជាគ្នាអាប៉ែមិនហ្នឹងឬគេគឺមិនទៅជីវិតអត់នោះទេយាយយន្តរបស់យើងក៏បានប្រើជំនាញដាវមីងគង់របស់គេហ្នឹងទៅសម្រុកចូលទៅនឹងអាប៉ែម្នាក់ហ្នឹងប៉ុន្តែសមត្ថភាពថាពលរបស់អាប៉ែម្នាក់ហ្នឹងក៏ខ្លាំងផងដែរតែជាអកុសលឬគេក៏មិនអាចយកឈ្នះយាយយន្តបាននោះទេហើយឬគេក៏ត្រូវបានស្លាប់ទាំងពីរតែម្ដងលទ្ធផលឬយាយយន្តក៏ទទួលបាន60000ពិន្ទុជាបទពិសោធន៍ប៉ុន្តែប៉ុណ្ណោះជំនាញវិប្រហាររបស់យាយយន្តក៏ត្រូវបានកើនឡើងផងដែរឥឡូវនេះល្បឿនវិប្រហាររបស់គេក៏អាចកើនឡើងដល់5ដងទៀតយើងក្រោយមកមើលអាប៉ែយាយមួយហើយនឹងមនុស្សម្នាក់ទៀតឬគេក៏ពិតជាមានការភ័យខ្លាចមែនតើដោយពួកគេក៏បានគិតថាយាយឆេងក៏ត្រូវបានសម្លាប់ចំណែកឯឆ្មាំនៃគ្រួសារយ៉ាងក៏ត្រូវបានសម្លាប់ហើយអ្វីបានជាយាយយន្តគួរឲ្យខ្លាចបែបនេះស្របពេលនោះដែរមនុស្សទាំង5របស់យាយឆេងនឹងក៏ព្រមដើរតាមយាយយន្តហើយយាយយន្តរបស់យើងពេលនេះគឺពិតជាគួរឲ្យសាហាវមែនតើឬគេក៏បានឲ្យកាកសំណល់នៃបាក់របស់យាយឆេងចឹងណាឲ្យទៅរស់នៅក្នុងគុកងងឹតព្រឹកដែរគឺធ្វើអាប៉ែយីមីងហ្នឹងគឺពិតជាមានការខឹងសម្បានឹងយាយយន្តមែនតើហើយឬគេក៏បាននិយាយថាគ្រួសារយ៉ាងហ្នឹងមិនទុកជីវិតឲ្យរូបឯងនោះទេបន្ទាប់ពីយាយយន្តយកបានបក្រាបពណ៌ជនក្បត់ហើយប៉ុន្តែឪពុករបស់គេនៅតែមានការព្រួយបារម្ភចំពោះកូនរបស់ខ្លួនប៉ុន្តែយាយយន្តក៏បានប្រាប់ទៅឪពុករបស់គេថាមិនបាច់ព្រួយបារម្ភទេពុកខ្ញុំមិនអីនោះទេសមត្ថភាពរបស់ខ្ញុំពេលនេះគឺខ្លាំងមែនតើហើយយាយយន្តរបស់យើងក៏បានសួរទៅឪពុករបស់គេ
ថាតើអាណាចក្រអាថ៌កំបាំងព្រះច័ន្ទខ្មៅនោះត្រូវបានគេបើកដំណើរការនៅថ្ងៃណាឯឪពុករបស់គេក៏បានប្រាប់ថានៅរយៈពេល10ថ្ងៃទៀតប៉ុណ្ណោះគឺអាណាចក្រនោះនឹងបើកហើយពេលនោះដែរគឺធ្វើឲ្យឪពុករបស់គេគឺពិតជាមានការងឿងឆ្ងល់មែនតើថាហេតុអ្វីបានជាកូនរបស់ខ្លួនសួរបែបនេះហើយអាណាចក្រនោះដែរគឺជាអាណាចក្រមួយដែលមានទីតាំងផ្នែកជ្រៅបំផុតនៃភ្នំព្រះច័ន្ទខ្មៅហើយមិនតែប៉ុណ្ណោះអាណាចក្រនោះដែរត្រូវបានបន្សល់ដោយអ្នកខ្លាំងក្នុងចំនួនមុនចឹងណាហើយម្យ៉ាងទៀតអាណាចក្រមួយនោះក៏ត្រូវបានការពារដោយគ្រួសារធំៗចំនួន3ដែលនៅក្នុងទីក្រុងបាយ័ននោះហើយអ្វីគួរឲ្យខ្លាចនោះនៅក្នុងអាណាចក្រមួយនោះក៏មានទៅដោយសត្វចម្លែកផងដែរប៉ុន្តែកន្លែងនោះដែរគឺជាកន្លែងមួយដែលល្អសម្រាប់អ្នកហាត់យុទ្ធសិលបន្ទាប់ពីយាយយន្តរបស់យើងបានកើតរឿងដ៏សែនស្មុគស្មាញច្រើនហើយលោកគេក៏បានទៅកន្លែងទឹកជ្រោះមួយដើម្បីទៅរកកំណប់ហើយធ្វើឲ្យយាយយន្តរបស់យើងអាចចូលទៅក្នុងទឹកនោះបានគឺគេបានយកថ្នាំការពារទឹកមកចឹងណាខណៈពេលនោះដែរយាយយន្តរបស់យើងក៏បានឃើញនៅកំណប់នោះបន្ទាប់ពីយាយយន្តរបស់យើងបានយកកំណប់នោះហើយលោកគេក៏ទទួលបាន4000ពិន្ទុជាបទពិសោធន៍ហើយនៅពេលដែលយាយយន្តរបស់យើងបានយកកំណប់នោះហើយលោកគេក៏បានមកវិញប៉ុន្តែនៅពេលដែលយាយយន្តរបស់យើងបានលើកក្បាលចេញពីទឹកមកភ្លាមលោកគេក៏បានឃើញស្រីស្អាតម្នាក់កំពុងតែងូតទឹកស្រាប់ពេលនោះដែរគឺធ្វើឲ្យកញ្ញារបស់យើងគឺពិតជាមានការអៀនមែនតើហើយកញ្ញារបស់យើងក៏បានជេរមួយម៉ាត់យ៉ាងចុកថាម៉ាអាសំភឹងបន្ទាប់មកកញ្ញារបស់យើងក៏ធ្វើការដេញវាយយាយយន្តរបស់យើងចឹងណាយាយយន្តរបស់យើងនឹងខំរត់ផងតែបានបកស្រាយផងថាអេកញ្ញានេះគឺជារឿងយល់ច្រឡំនោះទេខ្ញុំមិនបានមានបំណងចង់មើលអ្នកនោះទេប៉ុន្តែកញ្ញារបស់យើងមិនបានស្ដាប់យាយយន្តនោះទេរូគេក៏បានធ្វើការវិប្រហារទៅកាន់យាយយន្តរបស់យើងចឹងណាប៉ុន្តែដឹងមិនទេកញ្ញាយាយយន្តរបស់យើងវាយគេមានណាអួតឈាមខ្លួនឯងបរោយទីបំផុតក៏បានដួលសំណត់ទៅទ្រូងរបស់យាយយន្តរបស់យើងតែម្ដងគណៈពេលដែលពួកគេកំពុងតែស្វីតនោះក៏មានពួកអាពីរក្បាលនោះដែលធ្វើការមកចង់ចាប់ខ្លួនកញ្ញារបស់យើងចឹងណាតែយើងមើលមុខអាប៉ែមេខ្លងនោះគឺពិតជាគួរឲ្យខ្លាចមែនតើហើយរូគេក៏បាននិយាយថាសូមបកលនាងឲ្យខ្ញុំមកបើរូកឯងមិនចង់ស្លាប់ពីព្រោះថាដាវរបស់ខ្ញុំមិនមានភ្នែកនោះទេហើយសម្រាប់ដាវរបស់ខ្ញុំហ្នឹងរូកវាអាចប្រឡាក់តែអាចប៉ុណ្ណោះគឺរូកវាមិនអាចប្រឡាក់ឈាមនោះទេប៉ុន្តែសម្រាប់សម្ដីដូចអាចនេះគឺមិនធ្វើឲ្យយាយយន្តរបស់យើងព្រឺក្បាលសំបីតែបន្តិចឡើយហើយបន្តមកយាយយន្តរបស់យើងក៏បានផ្លាស់ទីទៅក្រោយអាប៉ែម្នាក់ហ្នឹងហើយបន្តមកយាយយន្តរបស់យើងក៏បានកាត់សម្លាប់អាប៉ែហ្នឹងស្លាប់បាត់ទៅហើយកាន់តែពិសេសនោះយាយយន្តរបស់យើងវាប្រហារតែដៃមួយប៉ុណ្ណោះដោយដៃមួយទៀតរូគេជប់កាន់ស្រីចឹងណាខណៈពេលនោះដែរក៏ធ្វើឲ្យកូនចៅរបស់ពួកគេគឺពិតជាមានការខឹងសម្បាទៅនឹងយាយយន្តរបស់យើងមែនតើហើយបន្តមកពួកគេទាំងអស់គ្នាក៏ធ្វើការចុះទៅវាប្រហារយាយយន្តរបស់យើងដើម្បីសងសឹកឲ្យមេរបស់គេប៉ុន្តែសម្រាប់សមត្ថភាពការដូចជាពួកគេនេះមិនអាចធ្វើអ្វីទៅកាន់យាយយន្តរបស់យើងបាននោះទេខណៈពេលនោះដែរយាយយន្តរបស់យើងក៏ធ្វើការវាប្រហារបកទៅវិញដោយល្បឿនវាប្រហាររបស់គេគឺពិតជាលឿនមែនតើក្នុងពេលតែ1វិនាទីសោះលោកគេអាចសម្រាប់មនុស្សបានរហូតដល់ទៅ2 3នាក់ឯណោះហើយនៅពេលដែលការប្រយុទ្ធគ្នាអំបញ្ញមួយនេះត្រូវបានបញ្ចប់លោកយាយយន្តរបស់យើងក៏ទទួលបានគុណសម្បត្តិជាច្រើនមិនតែប៉ុណ្ណោះយាយយន្តរបស់យើងក៏ទទួលបានបទពិសោធន៍ច្រើនមែនតើគឺរហូតដល់ទៅ220,000ពិន្ទុឯណោះហើយកាន់តែពិសេសទៀតនោះយាយយន្តរបស់យើងក៏បានឆ្លងកាត់នៅដំណាក់កាលខ្ជូអាយហើយនិងដំណាក់កាលឈាមខ្វះដងជីងហើយបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរចាកចេញពីទីកន្លែងនោះបាទទៅហើយនៅតាមផ្លូវកញ្ញាម្នាក់ហ្នឹងក៏បានអរគុណទៅកាន់យាយយន្តរបស់យើងដែលបានជួយសង្គ្រោះរោគនាងហើយបន្ទាប់មកនាងក៏បានប្រើឈ្មោះរបស់នាងថានាងមានឈ្មោះថាខ្វិនយ៉ាវហើយបន្ទាប់មកនាងក៏ធ្វើការសួរទៅឈ្មោះរបស់យាយយន្តរបស់យើងវិញចឹងណាហើយយាយយន្តរបស់យើងក៏មិនបានចេះកណ្ដាលឈ្មោះអ្វីនោះដែរគេក៏បានប្រើឈ្មោះពិតរបស់គេទៅខណៈពេលដែលពួកគេកំពុងតែនិយាយពិភាក្សាគ្នាបានមួយទទួលក្រោយមកក៏ស្រាប់តែមាននរណាម្នាក់បានបាញ់កញ្ជ្រួចដើម្បីសុំជំនួយពីយាយយន្តរបស់យើងចឹងណាប៉ុន្តែនៅពេលដែលយាយយន្តបានមកដល់ក៏មានមនុស្សជាច្រើនបានដេកស្លាប់ធ្វើឲ្យយាយយន្តរបស់យើងគឺពិតជាមានការងឿងឆ្ងល់មែនតើថានរណាគឺជាអ្នកធ្វើរឿងនេះខណៈពេលនោះដែរក៏បានលេចចេញនៅបរិមម្នាក់ហើយនឹងគ្នារបស់គេដែលពួកគេទាំងអស់គ្នាដែរគឺជាគ្រួសារយ៉ាងនឹងឯងហើយអាប៉ែដែលនៅមុខនោះហើយគឺជាអ្នកគ្រប់គ្រងនៃគ្រួសារយ៉ាងនឹងឯងដែលពួកគេមានឈ្មោះថាយ៉ាងឈីងមូដែលពួកគេមានកម្រិតទី6ហើយពួកគេមកទីនេះគឺដើម្បីសងសឹកយាយយន្តនឹងឯងដែលធ្វើឲ្យយ៉ាងឈីងមូរបស់យើងគឺពិតជាមានការខឹងសម្បាទៅនឹងយាយយន្តរបស់យើងមែនតើពីព្រោះថាយាយយន្តរបស់យើងគឺពិតជាមានការប្រហើមមែនតើហើយសម្រាប់យាយឆេងហើយសម្រាប់កូនចៅរបស់គេ2នាក់ទៀតដែលថ្ងៃដែរពួកគេនឹងមិនຕົកជីវិតឲ្យយាយយន្តរបស់យើងនោះទេហើយមិនតែប៉ុណ្ណោះឪពុករបស់យាយយន្តរបស់យើងនឹងក៏ត្រូវបានពួកគេចាប់នោះដែរគណៈពេលនោះដែរឪពុករបស់គេក៏បានប្រាប់ទៅនឹងកូនរបស់ខ្លួនថាឲ្យរត់ទៅមិនបាច់នៅទីនេះនោះទេគណៈពេលនោះដែរយាយយន្តរបស់យើងក៏បានប្រើនៅយុទ្ធសាស្ត្របិសាចរបស់គេនឹងសម្រាប់ពួកទាំងអស់នោះដែលធ្វើឲ្យពួកគេមានការឈឺចាប់ហើយពួកគេក៏បានបាត់បង់ជីវិតរបស់ទៅប៉ុន្តែយាយរបស់យើងមិនបានសម្រាប់ទាំងអស់នោះទេពួកគេសម្រាប់តែ2 3នាក់ដើម្បីទុកជាមេរៀនអញ្ចឹងទៅតែគណៈពេលនោះដែរក៏ធ្វើឲ្យយ៉ាងឈីងមូរបស់យើងក៏ពិតជាមានការងឿងឆ្ងល់មែនតើថាហេតុអ្វីបានជាមនុស្សសម្រាមបែបនេះខ្លាំងយ៉ាងនេះគណៈពេលនោះដែរយ៉ាងឈីងមូរបស់យើងក៏បាននិយាយយ៉ាងលយថាឯងបានសម្រាប់គ្នារបស់យើងច្រើនណាស់ដូច្នេះតើឯងអាចជំនួសយើងនឹងចូលរួមមកជាបកពួករបស់គ្រួសារយើងដែរឬទេហើយបើឯងចូលយើងនឹងទុកឱកាសឲ្យគ្រួសាររបស់ពួកឯងនៅរស់ប៉ុន្តែយាយយន្តរបស់យើងមិនបានចូលទៅក្នុងបកពួករបស់ពួកគេនោះទេដែលធ្វើឲ្យយ៉ាងឈីងមូរបស់យើងក៏ពិតជាមានការខឹងសម្បាទៅនឹងយាយយន្តមែនតើហើយបន្ទាប់មកយ៉ាងឈីងមូរបស់យើងនឹងក៏បានដកដាវរបស់គេដើម្បីកាប់សម្លាប់ទៅនឹងយាយយន្តប៉ុន្តែគួរឲ្យសោកស្ដាយសង្គ្រាមរៀបនឹងចាប់ផ្ដើមហើយក៏ស្រាប់មានបរិសុទ្ធចំណាស់ម្នាក់បានមកខាត់ពួកគេទាំងពីរនាក់ដោយបរិសុទ្ធចំណាស់ម្នាក់នោះដែរមានឈ្មោះថាឈីវសាំងយុនហើយកាន់តែពិសេសនោះគាត់ក៏មានកម្រិតខ្ពស់ជាងគេផង
ដែរដែលធ្វើឲ្យមនុស្សនៅជុំវិញនោះគឺពិតជាមានការភ្ញាក់ផ្អើលមែនទែនថាគាត់មកនេះដោយរបៀបណាហើយហេតុអ្វីបានជាគាត់មកទីនេះពីព្រោះថាលោកគ្រូឈីវសាំងយុនម្នាក់នេះគឺជាអ្នកដែលមានជំនាញខ្លាំងជាងគេមិនតែប៉ុណ្ណោះក៏មាននៅកម្រិតកំពូលដែលល្បីល្បាញផងដែរស្រាប់ពេលនោះដែរឈីវសាំងយុនរបស់យើងក៏បានសួរទៅនឹងយាយយុនរបស់យើងថាតើយាយយុនរបស់យើងនឹងព្រមចូលរួមនៅក្នុងបករបស់គេដែរឬទេប៉ុន្តែយាយយុនរបស់យើងមិនព្រមចូលទៅក្នុងបករបស់គេនោះទេព្រោះគេសុខចិត្តនៅការពារក្រុមគ្រួសាររបស់គេនិងការពារអំពីសត្វឆ្កែរាឆានដូចជាឆ្កែយ៉ាងឈីមូដែលស្របពេលនោះដែរក៏ធ្វើឲ្យយ៉ាងឈីមូរបស់យើងក៏ពិតជាមានការខឹងសម្បាទៅនឹងយាយយុនមែនទែនព្រាបនោះដែរយ៉ាងឈីមូរបស់យើងក៏ធ្វើការចង់ទៅប្រហារយាយយុនរបស់យើងទៀតប៉ុន្តែក៏ត្រូវបានលោកគ្រូឈីវសាំងមុនហាមឃាត់ទៀតហើយនៅពេលនោះដែរគឺធ្វើឲ្យលោកគ្រូឈីវសាំងមុនរបស់យើងមានការខឹងទៅនឹងយ៉ាងឈីមូមែនទែនពីព្រោះថាលោកគាត់បានហាមឃាត់កុំឲ្យប្រយុទ្ធគ្នាហើយយ៉ាងឈីមូនៅតែប្រហើនចង់ប្រយុទ្ធគ្នាទៀតនេះចាត់ទុកថាសម្ដីរបស់គាត់ប្រៀបបានដូចជាអត់ន័យអញ្ចឹងនៅពេលនោះដែរយ៉ាងឈីមូរបស់យើងក៏បាននិយាយថាខ្ញុំមិនហ៊ានទេខ្ញុំសុំទោសហើយមុននឹងពួកគេត្រឡប់ទៅវិញហ្នឹងពួកគេក៏បាននិយាយប្រាប់យាយយុនថាប្រសិនជាឯងហ៊ានមកបំពេញលើទឹកដីយើងទៀតហើយហ៊ានប៉ះពាល់ដល់គ្រួសារយើងទៀតយើងនឹងកាត់ក្បាលរបស់ឯងតែម្ដងស្របពេលនោះដែរយាយយុនរបស់យើងក៏បានតបទៅវិញថាតើនរណាគឺជាអ្នកដាច់ប្រកាសភ្លាមៗដែរយាយយុនរបស់យើងក៏បានប្រើលំបួនវាប្រហាររបស់គេពិតជាលឿនមែនតើហើយបន្ទាប់មកយាយយុនរបស់យើងក៏បានកាត់ផ្ដាច់ដៃរបស់អាចប៉ែយ៉ាងឈិនមូបាត់ទៅដែលធ្វើឲ្យរូគេពេលនេះគឺពិតជាមានការឈឺចាប់មែនតើហើយរូគេក៏បាននិយាយថាខ្ញុំនឹងសងសឹកឯងវិញចំនួន100ដងប៉ុន្តែអ្វីគួរឲ្យប្លែកនោះហេតុអ្វីបានជាអប៉ែយ៉ាងឈិនមូចង់សម្លាប់យាយយុនហេតុអ្វីបានជាលោកគ្រូឈីវសាំងយុននឹងហាមឃាត់ប៉ុន្តែនៅពេលដែលយាយយុនរបស់យើងបានវាប្រហារបកទៅវិញនឹងហេតុអ្វីបានជាលោកគ្រូឈីវសាំងយុនមិនហាមឃាត់បែបនេះប៉ែយ៉ាងឈិនមូបន្ទាប់ពីដាច់ដៃរបស់គេហើយពួកគេក៏បានរត់ចាក់ចេញពីទីកន្លែងនេះបាទទៅហើយពុករបស់យាយយុននឹងក៏បានអរគុណទៅកាន់យាយយុនដែលបានជួយគេនៅក្នុងគ្រាមួយនេះហើយសម្រាប់ពេលវេលានេះដែរបើគ្មានយាយយុនហើយគ្មានលោកគ្រូឈីវសាំងយុននោះទេគ្រួសារមួយនេះនឹងត្រូវរលាយដោយអំបិលត្រូវទឹកតែម្ដងនៅភ្លាមៗដែរលោកគ្រូឈីវសាំងយុនរបស់យើងនឹងក៏បានឲ្យស្លាប់បញ្ជាមួយទៅឲ្យយាយយុនហើយប្រសិនបើថ្ងៃមួយយាយយុនរបស់យើងចង់ទៅចូលបកកាយយុនចឹងណារូគេមិនចាប់បាច់សាកល្បងអ្វីនោះទេពីព្រោះថាយាយយុនរបស់យើងមានស្លាប់បញ្ជាមួយនេះហើយបន្ទាប់ពីគាត់បានឲ្យស្លាប់បញ្ជាទៅយាយយុនហើយរូគាត់ក៏បានវិលត្រឡប់ទៅវិញទៅប៉ុន្តែល្បឿនរត់របស់លោកគ្រូឈីវសាំងយុនក៏លឿនខ្លាំងដែរខណៈពេលនោះដែរអ្នកបម្រើម្នាក់ក៏បានមកនិយាយថាទោះបីក្នុងត្រកូលយាយនេះមិនមានអ្នកបាត់បង់អាយុជីវិតក៏ដោយប៉ុន្តែបេក្ខជនដែលមកពីមុននោះមានកម្រងចូលទៅក្នុងអាណាចក្រអាថ៌កំបាំងប្រច័ណ្ឌខ្មៅហើយយាយយុនរបស់យើងក៏បានប្រាប់ទៅឪពុករបស់គេថាមិនបាត់ភ័យនោះទេព្រោះគេនឹងឲ្យថ្នាំព្យាបាលសម្រាប់មនុស្សទាំងអស់ពីព្រោះថាថ្នាំព្យាបាលនេះមានច្រើនដល់សន្ធឹកសន្ធាប់ឯណោះហើយនៅពេលដែលនរណាម្នាក់ត្រូវរបួសគាត់ទៅលេបភ្លាមគឺជាសះស្បើយភ្លាមតែម្ដងហើយបើណាគេចង់ចូលទៅក្នុងអាណាចក្រប្រច័ណ្ឌខ្មៅនោះប្រសិនបើជាមានរបួសអីគ្រាន់តែលេបថ្នាំនេះក៏បានជាសះស្បើយទៅហើយស្របពេលនោះដែរយាយយុនរបស់យើងក៏បានសួរទំនួលទាំងអស់គ្នានោះថាតើនរណាមានសមត្ថភាពមកជាមួយខ្ញុំមកទៅពេលនោះដែរយើងបានឃើញថាមានមនុស្សជាច្រើនក៏បានតាមយាយយុនរបស់យើងបន្ទាប់មកពួកគេទាំងអស់គ្នាក៏នាំគ្នាធ្វើដំណើរទៅកាន់អាណាចក្រមួយនោះប៉ុន្តែនៅពេលដែលពួកគេរៀបចូលទៅក្នុងអាណាចក្រមួយនោះហើយក៏ស្រាប់តែមានមនុស្សមួយក្រុមបានធ្វើដំណើរមកដល់ដែរហើយដែលពេទ្យដែលជាមេខ្លោងនៅឈរមុខគេនោះគេមានឈ្មោះថាស៊ូយ៉ានលីហើយពេទ្យដែលចូលទៅខាងស្ដាំរបស់គេដែលកំពុងឈរអបដៃនេះគេមានឈ្មោះថាចៅស៊ីវ៉ុនដែលជាកូនប្រុសរបស់ស៊ូយ៉ានលីនឹងឯងខណៈពេលដែលស៊ូយ៉ានលីក៏បានសួរទៅក្រុមរបស់យាយយុនរបស់យើងថាតើហេតុអ្វីបានជាលោកគ្រូយាយឆេងនឹងមិនមកពីព្រោះថាយាយឆេងធ្លាប់តែដឹកនាំគ្រួសាររបស់យាយយុនអញ្ចឹងណាហើយពេលនេះស៊ូយ៉ានលីមិនឃើញគេក៏បានឆ្ងល់ចំណែកឯវ៉ាស់ឆងក៏បានឆ្លើយតបទៅវិញថាមនុស្សសម្រាមដូចជាគេត្រូវបានសម្អាតជាយូរមកហើយខណៈពេលដែលក៏ស្រាប់តែលេចចេញមកបរិសម្នាក់ដែលគេមានឈ្មោះថាជេងយីនហ្វេងហើយពួកគេក៏ពិតជាមានការឌឺដងទៅនឹងគ្រួសាររបស់យាយយុនមែនតែនប៉ុន្តែប៉ុណ្ណោះគេក៏បានសើចដូចឆ្កែអូអាចថាប៉ុន្តែប៉ុណ្ណោះអាប៉ែយូយ៉ានលីនឹងក៏ធ្វើការនិយាយឌឺដងទៅកាន់គ្រួសាររបស់យាយយុនហើយប៉ែនឹងក៏ធ្វើការនិយាយទៀតថាតើពួកឯងមកក្នុងនេះធ្វើអីពួកឯងមករត់សេចក្តីស្លាប់មែនទេដូច្នេះខ្ញុំជូនពួកឯងរត់កាន់តែលឿនដើម្បីគេចផុតអំពីសត្វសាហាវប៉ុន្តែស៊ូយ៉ានលីរបស់យើងនឹងមិនដឹងទេថាយាយយុនរបស់យើងមានល្បឿនប៉ុណ្ណានោះទេប៉ុន្តែការដៀលការរបស់ពួកគេប៉ុណ្នេះមិនធ្វើឲ្យយាយយុនរបស់យើងមានការជឿចាប់សំបីតែបន្តិចឡើយនៅពេលដែលយាយយុនរបស់យើងក៏ធ្វើការនិយាយឌឺដងផ្លែផ្កាទៅកាន់ពួកគេវិញដែលមានបងអង្គយូយាយយុនរបស់យើងក៏បានប្រើថាពលបិសាចរបស់គេដែលធ្វើឲ្យពួកខាងសត្រូវគឺពិតជាមានការលំបាកក្នុងការទប់ខ្លួនមែនតើពីព្រោះថាពលបិសាចរបស់យាយយុននឹងខ្លាំងពេកតែពេលដែរគឺធ្វើឲ្យប៉ែជេងយីនហ្វេរបស់យើងក៏ពិតជាមានការខឹងសម្បាទៅនឹងយាយយុនមែនតើហើយគេក៏ថែមនិយាយថាគ្រួសារយាយគ្មានអ្វីជាគូប្រៀបជាមួយនឹងគ្រួសារជេងនោះទេភ្លាមៗដែរប៉ែជេងយីនហ្វេជាមួយនឹងស៊ូយ៉ានលីហើយនៅឪពុករបស់យាយយុនចឹងណារូគេក៏នាំគ្នាបើកអាណាចក្រមួយនោះបន្ទាប់ពីអាណាចក្របានបើកហើយពួកគេទាំងអស់គ្នាក៏នាំគ្នាចូលទៅក្នុងពិភពមួយនោះពេលដែលពួកគេបានចូលមកដល់ហើយប្រព័ន្ធក៏បានបញ្ជាក់ប្រាប់យាយយុនថានៅ1គីឡូម៉ែត្រទៀតនៃភាគពីយប់មានរតនសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ហើយបន្ទាប់មកយាយយុនរបស់យើងក៏នាំគ្នាបំបីផ្លូវគ្នាដើម្បីស្វែងរកកំណប់ចឹងទៅបើកន្លែងមកអាប៉ែចៅស៊ីវ៉ុននិងកូនចៅរបស់គេវិញក៏ចូលមកកន្លែងផ្សេងខណៈពេលនោះកូនចៅរបស់គេក៏បានខ្លាចថាទ្រព្យសម្បត្តិនឹងធ្លាក់ទៅដល់គ្រួសារយាយអាប៉ែចៅស៊ីវ៉ុននឹងក៏បាននិយាយថាហើយល្ងងម៉េះគ្រាន់តែនឹងកាពេកប៉ុកក៏ឯងមិនអាចគិតបាននោះដែរនៅពេលដែលពួកគេបានយកទ្រព្យសម្បត្តិនោះហើយពួកយើងគ្រាន់តែទៅសម្លាប់ពួកគេដើម្បីយកទ្រព្យសម្បត្តិនោះទៅហើយកូនចៅរបស់គេក៏បាននិយាយថាបើសិនបើយើងសម្លាប់យាយយុននៅពេលនេះតើគ្រួសាររបស់យាយយុនអាចបោះបង់ដោយរបៀបណាប៉ែចៅស៊ីវ៉ុនក៏បានសើច
នៅក្នុងអាណាចក្រមួយនេះពោពេញទៅដោយសត្វសាហាវតែមានផុសតាំងណាដែលអាចថាយើងសម្រាប់ពួកគេទៅពួកឯនេះគឺពិតជាងងមែនតើគ្រាន់តែសម្រាប់ពួកគេម្ដងម្នាក់អ្នកទៅហើយកូនចៅរបស់គេទាំងអស់ក៏បានក្នុងគ្នាគោរពតាមហើយមុនហ្នឹងពួកគេក៏ធ្វើការចង់សម្រាប់យាយយន្តរបស់យើងចឹងណាហើយនៅពេលនេះយាយយន្តរបស់យើងក៏បានផ្លាស់ទីមកដល់កន្លែងនេះឡើងលឿនតែម្ដងមិនតែប៉ុណ្ណោះយាយយន្តរបស់យើងក៏បានយកដើមទៅគម្រាមអបិចៅស៊ីវុនផងដែរបន្ទាប់មកកូនចៅរបស់ចៅស៊ីវុនហ្នឹងក៏បានឲ្យយាយយន្តរបស់យើងហ្នឹងលេងរូគេទៅអបិចៅស៊ីវុនក៏បាននិយាយថាកុំព្រួយបារម្ភអីយាយយន្តមិនហ៊ានសម្លាប់ឬក៏ប៉ះពាល់រូគេនោះទេប៉ុន្តែនិយាយមិនទាន់ផុតពីមាត់ផងយាយយន្តរបស់យើងក៏បានកាប់ករបស់អបិចៅស៊ីវុនហ្នឹងមួយដាវហើយបន្ទាប់មកយាយយន្តរបស់យើងក៏ធ្វើការវាប្រហារទៅកាន់កូនចៅរបស់ចៅស៊ីវុនហ្នឹងឯងដែលធ្វើឲ្យកូនចៅរបស់គេដេករាលស្អាតតែម្ដងហើយភ្លាមដែរក៏ធ្វើឲ្យចៅស៊ីវុនរបស់យើងក៏ពិតជាមានការភ័យខ្លាចមែនតើបន្ទាប់ពីយាយយន្តរបស់យើងបានមកក្រាបកូនចៅរបស់ចៅស៊ីវុនហើយគឺធ្វើឲ្យចៅស៊ីវុនពេលនេះគឺពិតជាមានការភ័យខ្លាចមែនតើហើយយាយយន្តរបស់យើងក៏បាននិយាយថាមិនត្រឹមតែខ្ញុំសម្រាប់កូនចៅរបស់ឯងនោះទេខ្ញុំក៏សម្រាប់លោកឯងផងដែរអបិចៅស៊ីវុនក៏បាននិយាយថាប្រសិនបើជាឯងសម្រាប់ខ្ញុំនៅថ្ងៃនេះឪពុករបស់ខ្ញុំនឹងមិនលើកលែងឲ្យលោកឯងនោះទេមិនតែប៉ុណ្ណោះគ្រួសាររបស់ឯងនឹងត្រូវបញ្ចុះសពជាមួយខ្ញុំផងដែរយាយយន្តក៏បានតបទៅវិញថាប្រសិនបើជាខ្ញុំសម្រាប់លោកឯងតើឯងមានផុសតាងអ្វីឲ្យឪពុករបស់ឯងនោះទៅហើយនៅក្នុងអាណាចក្រមួយនេះគឺពោពេញទៅដោយសត្វសាហាវដែលមានគ្រោះថ្នាក់ហើយប្រសិនជាលោកឯងស្លាប់ក៏មិនបញ្ជាក់ថាខ្ញុំជាអ្នកបានធ្វើវានោះដែរដូច្នេះលោកឯងគឺមិនមានផុសតាងអ្វីតតែបន្តិចសោះស្របពេលនោះដែរគឺធ្វើឲ្យអបិចៅស៊ីវុនរបស់យើងគឺពិតជាមានការគ្រោះចិត្តមែនតើហើយចៅស៊ីវុនមើលទៅយាយយន្តរបស់យើងគួរឲ្យខ្លាចពេករូគេក៏បានធ្វើការចេញពីយាយយន្តចឹងណាប៉ុន្តែរូគេមិនអាចរកគេចខ្លួនពីយាយយន្តបាននោះទេពីព្រោះថាអបិចៅស៊ីវុននឹងមានរបួសស្របពេលនោះដែរយាយយន្តរបស់យើងក៏បានចាប់ក្បាលអបិចៅស៊ីវុននឹងធ្វើការស្រូបថាពលរបស់រូគេទីបំផុតចៅស៊ីវុនរបស់យើងក៏ត្រូវបានបាត់បង់ជីវិតភ្លាមនោះទៅហើយកន្លែងមើលគ្នាយាយយន្តរបស់យើងក៏ធ្វើការសម្លាប់សត្វចម្លែកផងដែរបន្ទាប់ពីពួកគេទាំងអស់គ្នានឹងបានបញ្ចប់នៅដំណាក់កាលនេះហើយរូបពួកគេទាំងអស់គ្នាក៏បន្តដំណើរទៅមុខទៀតនៅពេលនោះដែរប្រព័ន្ធកម្លាំងវិទ្យាឲ្យយាយយន្តរបស់យើងនឹងបានឃើញថានៅរយៈចម្ងាយចំនួន300ម៉ែត្រនៃភាគនិរដីនឹងគឺមានកំណប់មួយដែលគេឲ្យឈ្មោះថាដេចលីស៊ីលំដាប់ទី3ដែលវាស្ថិតនៅភ្នំមួយដោយយាយយន្តរបស់យើងធ្វើដំណើរតតែម្នាក់ឯងនោះទេមិនបាច់ឲ្យកូនចៅរបស់គេទៅនោះឡើយឲ្យពួកគេនៅតែមកកន្លែងប៉ុណ្ណោះមិនបាច់ធ្វើអីនោះទេតើឲ្យការងារនេះឲ្យយាយយន្តរបស់យើងអ្នកធ្វើបន្ទាប់ពីយាយយន្តរបស់យើងបានមកដល់ភ្នំនេះហើយហ្នឹងយាយយន្តរបស់យើងក៏បានឃើញទៅដល់ផ្លែឈើជាច្រើនដែលផ្លែឈើនោះដែរគឺជាអសរវិញ្ញាណកម្រិតទី3ដែលគេឲ្យឈ្មោះថា Azure Abyss អូយ admin អត់សូវចេះនិយាយអង់គ្លេសទេបើសិនជា admin និយាយអង់គ្លេសខុសអីសូមកុំប្រកាន់អីណាប៉ុន្តែផ្លែឈើមួយនេះដែរត្រូវបានការពារឬក៏យាមទៅដោយសត្វបជាវហើយនិងសត្វក្រពើជាច្រើនទៀតប៉ុន្តែទោះបីជាបិសាចច្រើនយ៉ាងណាក៏ដោយក៏មិនធ្វើឲ្យយាយយន្តរបស់យើងនឹងមានការព្រឺក្បាលសូម្បីតែបន្តិចឡើយខណៈពេលនោះដែរយាយយន្តក៏ធ្វើការហោះស្ទូទៅកាប់បជាវទាំងអស់នោះស្លាប់ខ្ទេចតែម្ដងប៉ុន្តែបើយើងមើលទៅគឺល្បឿនវាប្រហារគឺពិតជាលឿនមែនតើដែលធ្វើ admin នឹងមើលមិនទាន់នោះទេប្រសិនបើអ្នកទាំងអស់គ្នាចង់មើលទាន់នោះសូមដាក់ 0.5 ទៅមើលទាន់ហើយប៉ុន្តែបើចង់ឲ្យកាន់តែមើលទាន់ចឹងហ្នឹងទៀតដាក់ 0.1 ទៅបន្ទាប់ពីយាយយន្តរបស់យើងបានសម្លាប់ពួកសត្វប្រជាទាំងអស់ហើយលោកគេក៏ថាចង់ទៅបេះផ្លែឈើនោះចឹងណាប៉ុន្តែក៏ត្រូវបានក្រពើជាច្រើនបានរុំព័ទ្ធយាយយន្តរបស់យើងហើយយើងមើលទៅក្រពើនេះក៏ពិតជាធំមែនតើធំជាងផ្ទះរបស់ admin ទៅទៀតប៉ុន្តែបើអ្នកទាំងអស់គ្នាអត់ជឿ admin ក៏អត់ទៅពីព្រោះថា admin ក៏ហត់អ្នកទាំងអស់គ្នានោះទេបានហើយប្រហែលជាអ្នកទាំងអស់គ្នាក៏ថា admin ឈួតឲ្យមើលទៅតោះឥឡូវយើងតទៅរឿងយើងទៀតខណៈពេលនោះដែរយាយយន្តរបស់យើងបានប្រើជំនាញដាវមីងគួងឬក៏ដាវអាយុរ៉ាចឹងណាដោយជំនាញដាវដែរគឺពិតជាសាហាវមែនតើហើយគឺពិតជាអស្ចារ្យណាស់ក៏បានហៅទៅកាប់សម្លាប់ពួកក្រពើនោះស្លាប់គ្មានសល់បន្ទាប់មកដំណាក់កាលទី2របស់យាយយន្តក៏ត្រូវបានបញ្ចប់ទៀតហើយយាយយន្តក៏ទទួលបានបន្ទុកបទពិសោធន៍នឹងចំនួន500,000វីទូព្រមនោះដែរយាយយន្តរបស់យើងក៏បានថាចង់ទៅបេះផ្លែឈើនោះចឹងណាប៉ុន្តែរូគេមិនទាន់ទៅបានទៅបេះផងក៏ស្រាប់តែមានដំបងអាចមួយម្យ៉ាងក៏បានធ្លាក់មកលើសូតតែដែលពេលហ្នឹងដែរគឺជាប្អូនប្រុសរបស់អបិចេញជីងហ្វេននឹងឯងពេលហ្នឹងរូគេក៏បាននិយាយថាផ្លែឈើហ្នឹងគឺជាផ្លែឈើដែលរូគេចង់បានដែរដូច្នេះសូមឲ្យយាយយន្តហ្នឹងចាក់ចេញពីផ្លូវរបស់គេទៅពីព្រោះថារូគេមិនចង់បង្កបញ្ហានោះទេហើយយាយយន្តរបស់យើងក៏បាននិយាយថាបើឲ្យខ្លាហក់ចូលមកតែពេលហ្នឹងដែរគឺធ្វើអបិហ្នឹងគឺពិតជាខាងនឹងយាយយន្តរបស់យើងមែនតើហើយបន្ទាប់មកអបិម្នាក់ហ្នឹងក៏ធ្វើការហក់ទៅវាប្រហារយាយយន្តរបស់យើងប៉ុន្តែសម្រាប់សមត្ថភាពការដូច្នេះគឺមិនធ្វើឲ្យយាយយន្តរបស់យើងហ្នឹងញញើតសូម្បីតែបន្តិចឡើយផ្ទុយទៅវិញយាយយន្តរបស់យើងក៏បានដាក់អបិនឹងមួយដៃហ្នឹងគឺចង់1លានម៉ែត្រឯណោះប៉ុន្តែអបិម្នាក់ហ្នឹងគឺមិនបានស្លាប់នោះទេរូគេក៏បាននិយាយទៀតថារូគេនឹងមិនចាក់ចេញពីទីកន្លែងនេះទាំងរស់នោះទេគឺរូគេធ្វើយ៉ាងណាត្រូវតែប្រយុទ្ធឈ្នះយាយយន្តរបស់យើងភ្លាមៗដែរអបិហ្នឹងក៏ធ្វើការលេបថ្នាំអ្វីមួយយ៉ាងចូលទៅក្នុងពោះរបស់គេស្របពេលនោះដែរនៅពេលដែលអបិនឹងបានលេបថ្នាំហ្នឹងហើយរូគេក៏មានឥទ្ធិពលខ្លាំងមែនតើដល់យើងមើលទៅធម្មពលរបស់គេគឺពិតជាគួរឲ្យខ្លាចណាស់ហើយធម្មពលរបស់គេគឺការរហូតដល់3ដងឯណោះបន្តិចទៀតនេះនឹងដល់ឈុតឆាកប្រយុទ្ធគ្នាទៀតហើយចាំតែមើលទៅអ្នកទាំងអស់គ្នាភ្លាមៗដែរអបិហ្នឹងក៏ធ្វើការហាក់មកវាប្រហារយាយយន្តរបស់យើងចឹងណាប៉ុន្តែមុននឹងវាប្រហាររូគេក៏បាននិយាយថាប្រសិនបើជាយាយយន្តព្រមលុតជង្គង់ព្រមធ្វើជាកូនរបស់គេហើយហៅរូគេថាប៉ានោះរូគេនឹងបង្ហាញសេចក្តីមេត្តាករុណាឲ្យទុកជីវិតឲ្យយាយយន្តចំណែកឯយាយយន្តក៏បាននិយាយមួយម៉ាត់យ៉ាងចុកថាអូអញ្ចឹងឯងចាំរីករាយនៅនាទីចុងក្រោយទៅចោះហើយសូមឯងកុំយំហើយរកឪពុករបស់ឯងនៅពេលក្រោយឲ្យសោះអ៊ីយ៉ា
ធ្វើបាបអ្នកទស្សនាមួយសិនឥឡូវនេះយើងកាត់ចោលកន្លែងនេះសិនយើងចូលទៅកន្លែងថ្មីសិនចាំតិចទៀតចាំមកវិញអាហាធ្វើបាបអ្នកមើលមួយកាត់ចូលមនុស្សដែលនៅខាងក្រៅដែលជាឪពុករបស់យាយយន្តហើយនឹងស៊ូយ៉ាន់លីហើយនឹងចេងយីនហ្វេងចឹងណាពួកគេកំពុងតែរងចាំមនុស្សដែលចូលទៅក្នុងអាណាចក្រមួយនោះដែលនៅពេលដែលគឺធ្វើឲ្យឪពុករបស់យាយយន្តនឹងគឺពិតជាមានការលំបាកចិត្តមែនតើពីព្រោះតែគាត់ខ្លាចកូនរបស់ខ្លួននឹងមានគ្រោះថ្នាក់ចឹងទៅចំណែកអប៉ែស៊ូយ៉ាន់លីហើយនឹងអប៉ែចេងយីនហ្វេងចឹងណារូគេក៏ធ្វើការនិយាយដូចទៅកាន់ឪពុករបស់យាយយន្តពួកគេក៏បាននិយាយថាប្រហែលជាយាយយន្តនឹងត្រូវមានរបួសស្លាប់បាត់ហើយមើលទៅហើយណាមួយនៅក្នុងអាណាចក្រមួយនោះសុទ្ធតែសត្វចម្លែកផងអញ្ចឹងយាយយន្តច្បាស់ជាស្លាប់បាត់បង់ជីវិតហើយប៉ុន្តែសម្ដីរបស់ពួកគេពីរនាក់ហ្នឹងគឺមិនធ្វើឲ្យយាយវ៉ាសងរបស់យើងនឹងមានការឈឺចាប់នោះទេឬគាត់ហ្នឹងក៏បាននិយាយដូចទៅកាន់បរិបពីរនាក់នឹងវិញថាត្រូវហើយខ្ញុំបារម្ភពីកូនរបស់ខ្ញុំហើយអ្វីដែលខ្ញុំខ្លាចបំផុតនោះខ្ញុំខ្លាចតែកូនរបស់ខ្ញុំឈួតដើរកាប់គេឯងចឹងណាពីព្រោះថាដៃកូនរបស់ខ្ញុំហ្នឹងគឺមិនមានចិត្តធម៌មេត្តានោះទេយាយវ៉ាសងនេះយើងមិនតាន់ផ្លាស់ពីមាត់ផងក៏ស្រាប់តែមានមនុស្សជាច្រើនបានខ្ទាតចេញពីអាណាចក្រមួយនោះហើយកូនប្រុសរបស់អប៉ែចេញយីហ្វេងក៏ត្រូវបានខ្ទាតមកផងដែរហើយសភាពលក្ខណៈកូនរបស់គេនឹងគឺពោពេញទៅដោយរបួសតែម្ដងនេះហើយគឺជាស្នាដៃរបស់យាយយន្តរបស់យើងនឹងឯងយាយយន្តរបស់យើងក៏បាននិយាយឌឺថាអេអាកូនប្រុសមិនហើយតែឯងកំពុងតែយំរកអូរបស់ឯងហើយមែនទេនេះហើយគឺជាលទ្ធផលរបស់គ្មានឆ្លើយអញប្រាប់ឲ្យមិនជឿឡូវមិនដែរជឿនៅអាកូនប្រុសឯងគួរអរគុណយើងហើយដែលយើងបានជួយឯងចេញពីអាណាចក្រមួយនេះស្របពេលនោះដែរកូនប្រុសរបស់ចេងយីហ្វេងក៏ត្រូវបានបាត់បង់ជីវិតបាត់ទៅដែលធ្វើឲ្យចេងយីហ្វេងរបស់យើងគឺពិតជាមានការឈឺចាប់ហើយខឹងនឹងយាយយន្តមែនតើលោកគេក៏បាននិយាយថាខ្ញុំនឹងយកជីវិតរបស់ឯងសងកូនរបស់យើងវិញចំណែកឯប៉ែស៊ូយ៉ាន់លីវិញក៏បានសួរទៅយាយយន្តរបស់យើងថាតែហេតុអ្វីបានមានតែក្រុមរបស់គ្រួសារយាយនឹងចេញមកពីអាណាចក្រមួយនោះចុះតែណាទៅមនុស្សគ្រួសារស៊ូរបស់យើងយាយយន្តបាននិយាយថាអូហូខ្ញុំបានមើលថែពួកគេបានយ៉ាងល្អហើយប៉ុន្តែនៅក្នុងអាណាចក្រនោះគឺពោពេញទៅដោយគ្រោះថ្នាក់ដូច្នេះខ្ញុំមិនប្រកាសថាខ្ញុំអាចមើលថែពួកគាត់បានល្អជារៀងរហូតនោះទេហើយស៊ូយ៉ាន់លីហ្នឹងគឺពិតជាមានការខឹងនឹងយាយយន្តរបស់យើងមែនតើតែប៉ុណ្ណោះគេក៏បាននិយាយថាឯងគឺពិតជាមានល្បិចកលច្រើនមែនតើសូម្បីតែកូនរបស់យើងក៏មិនឃើញចេញមកផងដែរតែឯងបានសម្លាប់លោកកូនយើងមែនទេអេចេញយីហ្វេងតែឯងត្រូវមើលសភាពនេះបានដែរឬទេហើយដើម្បីបានជាឯងមិនសងសឹកភ្លាមទៅភ្លាមដែរស៊ូយ៉ាន់លីក៏រៀបនឹងធ្វើការវាប្រហារទៅកាន់យាយយន្តរបស់យើងវិញហើយយាយយន្តរបស់យើងក៏បានមកចាប់ច្របាច់កអាប៉ែស៊ូយ៉ាន់លីស្លាប់បាត់បង់ជីវិតបាត់ទៅដែលធ្វើអាប៉ែចេញយីហ្វេងរបស់យើងនឹងបើកភ្នែកធំបាត់ទៅហើយយាយយន្តរបស់យើងបានសម្លាប់ស៊ូយ៉ាន់លីហើយគឺធ្វើអាប៉ែចេញយីហ្វេងរបស់យើងគឺពិតជាមានការខឹងសម្បាទៅនឹងយាយយន្តមែនតើចេញយីហ្វេងក៏ធ្វើការដកអាវុធរបស់គេនឹងធ្វើការវាប្រហារទៅយាយយន្តហើយទោះបីជាចេញយីហ្វេងខំវាប្រហារខំប្រើក្បាច់យ៉ាងណាក៏ដោយក៏មិនអាចបុកចូលយាយយន្តរបស់យើងបាននោះដែរតែមិនតែប៉ុណ្ណោះយាយយន្តក៏មានល្បឿនលឿនមែនតើដែលធ្វើឲ្យចេញយីហ្វេងនេះក៏ពិតជាមានការងឿងឆ្ងល់មែនតើថាហេតុអ្វីបានជាល្បឿនរបស់យាយយន្តនឹងលឿនបែបនេះឥឡូវនេះគឺជាវេនរបស់យាយយន្តវិញហើយយាយយន្តក៏ធ្វើការប្រើជំនាញដាវរបស់គេនឹងវាប្រហារទៅនឹងចេញយីហ្វេងដោយការវាប្រហាររបស់យាយយន្តយើងនេះគឺពិតជាសាហាវមែនតើទីបំផុតចេញយីហ្វេងក៏ត្រូវបានចាញ់យាយយន្តហើយក៏ត្រូវបានដួលទៅនឹងដីប៉ុន្តែមុននឹងរូគេស្លាប់នោះរូគេក៏បាននិយាយថាដោយសារតែពួកត្រកូលយាយពួកឯងនេះហើយដែលធ្វើឲ្យគ្រួសារធំនៅបាយយន្តនេះត្រូវបានបែកបាក់ហើយនៅពេលដែលយាយយន្តបានដើរមកភ្លាមចេញយីហ្វេងក៏បាននិយាយថាប្រសិនបើជាឯងឲ្យខ្ញុំរស់នៅថ្ងៃនេះខ្ញុំនឹងដឹកនាំគ្រួសារយាយមួយនេះនាពេលអនាគតឲ្យបានល្អយាយយន្តក៏បានតបទៅវិញថាត្រូវហើយនៅក្នុងទីក្រុងបាយយន្តមួយនេះគឺគ្រួសារធំគឺពិតជាមានតុល្យភាពខ្លាំងណាស់ដូច្នេះចាប់ពីពេលនេះទៅគ្រួសារដែលមានតុល្យភាពចម្បងនោះគឺគ្រួសារយាយហើយប្រហែលឆ្នាំនេះដោយសារតែគ្រួសារស៊ូនិងគ្រួសារសេងរបស់ឯងនេះហើយដែលធ្វើឲ្យមនុស្សនៅក្នុងគ្រួសារយាយរបស់យើងត្រូវបានបាត់បង់ជីវិតជាច្រើននាក់ដូច្នេះថ្ងៃនេះដែរខ្ញុំនឹងបញ្ជូនពួកត្រកូលថោកដូចជាពួកឯងនេះទៅឋាននរកទាំងអស់បន្ទាប់មកយាយយន្តក៏បានធ្វើការសម្លាប់អប៉ែនោះយ៉ាងសាហាវឃោរឃៅតែម្ដងទីបំផុតចេញយីហ្វេងក៏ត្រូវបានបាត់បង់ជីវិតចាប់ពីពេលនោះទៅកាត់ចូលមកកន្លែងនេះវិញក៏យើងបានឃើញថាមានក្រុមផ្សេងទៀតដែលពួកគេកំពុងតែពិភាក្សាដើម្បីចូលក្រុម Mustang ដោយអប៉ែដែលមានសាច់ដុំធំនេះគឺរូគេមានឈ្មោះថាហានលីចំណែកអប៉ែដែលនៅទៅមុខរបស់ហានលីនោះគឺរូគេមានឈ្មោះថាចៅធៀនហាវហានលីក៏បានសួរទៅចៅធៀនហាវថាតើយើងត្រូវរងចាំមេដឹកនាំទី2នៃក្រុម Mustang ដល់ពេលណាទៀតឯចៅធៀនហានក៏បាននិយាយថាបងប្រុសរបស់ស៊ូយ៉ាន់លីហ្នឹងរូគេមានឈ្មោះថាហានដែលជាមេគ្រួសារដូច្នេះពួកយើងសូមកុំបារម្ភអីប៉ុន្តែចៅធៀនហានរូគេមិនបានដឹងទេថាស៊ូយ៉ាន់លីហ្នឹងត្រូវបានបាត់បង់ជីវិតបាត់ទៅហើយបន្ទាប់ពីចៅធៀនហាវបាននិយាយហើយគឺធ្វើឲ្យអប៉ែហានលីហ្នឹងគឺពិតជាមានការខឹងមែនតើពីព្រោះថាចាប់តាំងពីចៅធៀនហាវបានជ្រើសរើសក្រុម Mustang នោះដែលធ្វើឲ្យហានលីភ័យខ្លាចមិនអាចយកឈ្នះក្រុមគ្រួសារយាយដែលជាគ្រួសាររបស់យាយយន្តនឹងឯងបន្ទាប់មកចៅធៀនហាវក៏បាននិយាយបកស្រាយអំពីបញ្ហាជាច្រើនដើម្បីឲ្យហានលីនឹងយល់អំពីបញ្ហាមួយនេះបន្ទាប់ពីពួកគេបាននិយាយគ្នាជាច្រើនមកអប៉ែចៅធៀនហាវក៏មានគំនិតអាក្រក់មួយគឺចង់បំផ្លាញគ្រួសារយាយនិងគ្រួសារឆេងទាំងអស់ហើយប្រសិនបើហានលីធ្វើវាបាននៅថ្ងៃនេះរូគេនឹងផ្ដល់រង្វាន់ធំឲ្យទៅហានលីហើយហានលីក៏មិនបានប្រកែកអ្វីនោះទេគឺច្រោះដៃច្រោះជើងតែម្ដងពីព្រោះតែរូគេនឹងចង់បង្ហាញឲ្យគ្រប់គ្នាដឹងថាតើក្រុម Mustang អស្ចារ្យដល់ប៉ុណ្ណាទៅខណៈពេលនោះដែរពួកគេនិយាយគ្នាមិនទាន់ចាប់ស្រួលបួលផងយាយយន្តរបស់យើងក៏បានមកដល់ភ្លាមតែម្ដង
យាយយន្តនេះនិយាយដើមទៅហើមដល់ហ្មងយាយយន្តមកដល់ភ្លាមក៏បាននិយាយថាអេអាក្អូនណាអាក្អូនឯងចង់សម្រាប់គ្រួសារយើងផងពួកឯងគឺពិតជាស្រមៃខ្ពស់មែនចៅធានហើយនឹងហានលីនឹងក៏បានសួរទៅយាយយន្តរបស់យើងថាតើឯងគឺជានរណាហើយដើម្បីបានឯងចូលមកក្នុងគ្រួសារមួយនេះតែមិនមកអង្គយូរពួកគេទាំងពីរនាក់ក៏ធ្វើការទៅវាប្រហារយាយយន្តរបស់យើងប៉ុន្តែសម្រាប់សមត្ថភាពតិចតួចប៉ុណ្នេះគឺមិនអាចធ្វើអ្វីទៅយាយយន្តរបស់យើងបាននោះទេប្រាប់ណាតែពួកគេមានលឿនលឿនទៅពួកគេអាចមើលចលនារបស់យាយយន្តបានពីព្រោះថាសម្រាប់សមត្ថភាពធម្មតាគឺមិនអាចធ្វើអ្វីទៅយាយយន្តរបស់យើងបាននោះទេបន្ទាប់មកយាយយន្តរបស់យើងក៏ធ្វើការបកវាប្រហារទៅកាន់ពួកគេវិញហើយសូម្បីតែគ្នារបស់គេទាំងអស់ក៏ធ្វើការចូលមករកសេចក្តីស្លាប់ផងដែរទីបំផុតមនុស្សទាំងអស់នោះក៏ត្រូវបានយាយយន្តរបស់យើងសម្លាប់ទាំងអស់តែយើងមើលទៅយាយយន្តរបស់យើងសម្លាប់មនុស្សគ្មានមេត្តានោះទេប៉ុន្តែនៅតែចៅធានហាវរបស់យើងនោះទេដែលមិនទាន់ស្លាប់ពេលដែលយាយយន្តក៏បាននិយាយថាគ្រួសារស៊ូគ្រួសារសេងហើយនិងក្រុមស្តេងរបស់ឯងត្រូវបានបង្កើតនៅកំហុស3ដ៏ធ្ងន់ធ្ងរហើយកំហុសទី1ឯងគឺមិនត្រូវទៅរញ៉េរញ៉ៃជាមួយក្រុមយាយនោះទេចំណែកឯកំហុសទី2ឯងមិនគួរគិតថាឯងមានលក្ខណៈគ្រប់គ្រាន់ក្នុងការរញ៉េរញ៉ៃជាមួយគ្រួសារយាយរបស់យើងនោះឡើយចុងក្រោយកំហុសទី3នោះគឺឯងបានជួបជាមួយនឹងមនុស្សដែលគួរឲ្យខ្លាចហើយគឺយាយយន្តយើងនេះឯងនៅថ្ងៃនេះដែលយើងនឹងត្រូវសេសម្លាប់ពួកឯងឲ្យខ្ទេចបែចៅធានហាវក៏បាននិយាយថាទោះបីជាឯងសម្លាប់យើងនៅថ្ងៃនេះក៏ដោយក៏គ្មានប្រយោជន៍អ្វីនោះដែរព្រោះនៅពេលដែលចវាយក្រុងមកគ្រួសារយាយរបស់ឯងនឹងត្រូវបញ្ចប់យាយយន្តថ្លង់នឹងសម្ដីឆ្កែព្រោះពេរូគេក៏បានកាប់សម្លាប់បែចៅធានហាវស្លាប់បាត់បង់ជីវិតបាត់ទៅនៅពេលនោះដែរក៏ធ្វើឲ្យឪពុករបស់យាយយន្តរបស់យើងដែលជាយាយវ៉ាឆងហ្នឹងមានការពិបាកចិត្តទៀតហើយពីព្រោះថាកូនរបស់គេពេលនេះគឺឈួតហើយសម្រាប់មនុស្សគ្មានមេត្តានោះទេកាត់សាច់រឿងរបស់យើងចូលមកកន្លែងនេះវិញលោកពូចំណានម្នាក់ដែលគាត់មានឈ្មោះថាពូវ៉ូក៏បាននិយាយថាក្រុមគ្រួសារដែលបានធ្វើការបំផ្លាញគ្រួសារយាយគឺជាគ្រួសារស៊ូហើយនិងគ្រួសារសេងដូច្នេះតម្រូវឲ្យយាយយន្តរបស់យើងនឹងលំបាត់ក្រុមគ្រួសារទាំងពីរនោះឲ្យផុតពីលោកតែម្ដងទៅពីព្រោះថាអ្នកដែលអាចប្រយុទ្ធឈ្នះក្រុមគ្រួសារទាំងអស់នោះគឺមានតែគ្រួសារយាយនោះទេហើយនៅពេលដែលក្រុមគ្រួសារយាយអាចធ្វើវាបាននោះព្រោះគាត់នឹងផ្ដល់រង្វាន់ជាច្រើនទៅឲ្យក្រុមគ្រួសារយាយនៅពេលដែលពួកគេកំពុងតែនិយាយគ្នានោះក៏ស្រាប់តែមានអ្នកបម្រើម្នាក់បានរត់មកជពជើងជពអីផងមកប្រាប់យាយយន្តរបស់យើងនឹងឲ្យទៅវិមានមួយពីព្រោះថាចវាយក្រុងបានហៅឲ្យយាយយន្តរបស់យើងទៅទីនោះដើម្បីសាកសួរសំណួរពីយាយយន្តនឹងឯងនៅពេលដែលយាយយន្តរបស់យើងបានមកដល់ភ្លាមហ្នឹងចវាយក្រុងនោះក៏ធ្វើការដាក់មួយក្បាច់ទៅនឹងយាយយន្តយើងបាត់ទៅហើយប៉ុន្តែចំណេញក្បាច់របស់ចវាយក្រុងហ្នឹងគឺពិតជាកាកណាស់សូម្បីតែយាយយន្តរបស់យើងនឹងអាចទប់បាននោះដែរដែលចវាយក្រុងនោះដែរមានឈ្មោះថាហ្វាំងឡៃប៉ុន្តែប៉ុណ្ណោះរូបគាត់ក៏មានកូនស្រីដ៏សែនស្រស់ស្អាតមួយដែរដែលរូបនាងមានឈ្មោះថាហ្វាំងលីងយ៉ាចំម៉ែអើយខ្ជូតចំម៉ែម៉ាខ្ជូតហ្វាំងឡៃក៏បានសួរទៅយាយយន្តថាតើឯងជាអ្នកសម្លាប់គ្រួសារស៊ូហើយនិងគ្រួសារសេងមែនទេយាយយន្តក៏បានតបទៅវិញថាតើលោកហៅខ្ញុំមកទីនេះដើម្បីសួរសំណួរនេះមែនទេគ្រួសារទាំងពីរនោះគឺជាអ្នកដែលបង្ករឿងចង់សម្លាប់គ្រួសារខ្ញុំទេហើយប្រសិនបើជាពួកគេវាប្រហារមកតើឲ្យខ្ញុំឈរមើលមែនទេលោកឯងត្រូវចាំថាការអត់ធ្មត់មានដែនកំណត់នៅថ្ងៃដែលគឺជាថ្ងៃដែលត្រូវផ្លាស់ប្ដូរចវាយក្រុងហើយខណៈពេលនោះដែរយាយយន្តរបស់យើងក៏ធ្វើការប្រើយុទ្ធសាស្ត្រវិស័យរបស់គេទៀតហើយប៉ុន្តែដោយសារតែផ្នែករបស់ហ្វាំងហៃនឹងមានបញ្ហាចង់រូបគេមិនអាចប្រយុទ្ធបាននោះទេហើយនៅបាញ់មិញនេះគឺជាការសាកចិត្តរបស់ហ្វាំងឡៃនោះទេឥឡូវគេបានដឹងហើយថាយាយយន្តរបស់យើងគឺពិតជាក្លាហានមែនទែនសូម្បីតែជាចវាយក្រុងដូចជាគេក៏គេមិនលើកលែងនោះដែរយាយយន្តក៏ពិតជាឆ្ងល់មែនទែននោះគេក៏បានសួរទៅហ្វាំងឡៃថាតើលោកហៅខ្ញុំមកថ្ងៃនេះដើម្បីអ្វីទៅហ្វាំងឡៃហៅយាយយន្តយើងមកថ្ងៃនេះគឺដើម្បីសុំការអនុគ្រោះពីយាយយន្តរបស់យើងគឺរូបគេចង់ឲ្យយាយយន្តនាំកូនស្រីរបស់គេដែលជាហ្វាំងលីងយ៉ាហ្នឹងឲ្យចូលទៅកាន់និកាយកាយយន្តនៃទីក្រុងខ្វីងយ៉ាងប៉ុន្តែប៉ុណ្ណោះជួយការពារនាងឲ្យអស់ពីសមត្ថភាពផងនៅពេលនោះដែរក៏ធ្វើឲ្យកូនស្រីរបស់ខ្លួនដែលជាហ្វាំងលីងយ៉ានោះក៏ពិតជាមានការខឹងទៅនឹងឪពុករបស់គេមែនទែនពីព្រោះថារូបនាងមិនចង់ទៅកន្លែងនោះទៀតនោះទេហើយម្យ៉ាងទៀតរូបឪពុករបស់គេក៏ធ្លាប់សន្យាជាមួយរូបនាងផងដែរតែហ្វាំងឡៃក៏បាននិយាយទាំងក្តុកក្តួលថាកូនធំហើយកូនអាចទៅរកកន្លែងដែលកូនចង់ទៅហើយពេលនេះសុខភាពរបស់ពុកគឺពិតជាយ៉ាប់យ៉ឺនណាស់មិនអាចមើលថែកូនបានទៀតនោះទេដូច្នេះមានតែកូនទេដែលអាចមើលថែខ្លួនឯងដូច្នេះនេះហើយគឺជាហេតុផលរបស់ពុកដើម្បីឲ្យកូនចូលទៅក្នុងនិកាយកាយយន្តពីព្រោះថានៅកន្លែងនោះអាចបង្កើនកម្លាំងរបស់កូនបានដូច្នេះពុកឃើញយាយយន្តគឺជាមនុស្សដែលគួរឲ្យទុកចិត្តទើបពុកឲ្យកូនទៅជាមួយរូបគេប៉ុន្តែយាយយន្តរបស់យើងក៏បានចង់បដិសេធទៅនឹងសំណើរបស់ហ្វាំងឡៃឯហ្វាំងឡៃក៏ខំនិយាយបកស្រាយថាការចូលទៅក្នុងនិកាយកាយយន្តនោះគឺអាចបង្កើនកម្លាំងរបស់ឯងឲ្យលឿនជាងមុនថែមទៀតបានដូចនេះហើយលោកឯងសូមជឿខ្ញុំទៅចោខ្ញុំមិនបានកុហកឯងនោះទេគឺវាអាចបង្កើននៅកម្លាំងធាតុនិងធម៌ពលរបស់ឯងឲ្យខ្លាំងជាងមុនបានជាពិសេសពិភពនៃអ្នកចម្បាំងនៅខាងក្រៅគឺធំធេងណាស់ហើយខ្ញុំជឿថាជាមួយនឹងទេពកោសល្យហើយនឹងកម្លាំងធាតុរបស់ឯងនេះមិនមានសត្រូវណាហ៊ានមកហុំព័ទ្ធទីក្រុងនេះម្ដងទៀតឡើយនៅពេលនេះប្រសិនបើជាឯងមិនជឿខ្ញុំទេនោះគ្រួសារយាយរបស់ឯងនឹងខ្លាចទៅជាឧបសគ្គដល់ការលូតលាស់របស់ឯងលើពីនេះប្រសិនបើជាឯងព្រមតាមសំណើរបស់យើងហើយនាំកូនស្រីរបស់យើងមកផ្ទះវិញដោយសុវត្ថិភាពនោះយើងនឹងធានាថាមិនឲ្យគ្រួសារ
យាយរបស់ឯងមានការវាប្រហារពីសត្រូវឡើយប៉ុន្តែខួរក្បាលរបស់យាយយន្តរបស់យើងគឺពិតជាឆ្លាតមែនទែនព្រោះគេមិនជឿសម្ដីដ៏សែនស្មោកគ្រោកមួយនេះនោះឡើយពីព្រោះយាយយន្តដឹងថាគ្មាននរណាម្នាក់ដែលអាចមកមើលថែគ្រួសារយាយរបស់គេនោះឡើយទៅវិញពួកគេមានតែចង់សម្លាប់គ្រួសាររបស់គេទៅវិញដោយយាយយន្តក៏បានដឹងអំពីល្បិចរបស់ហ្វាងឡៃមុនរួចគេក៏បានក្តក់ដៃលុយសុទ្ធតែក្លោហើយគ្នារបស់យាយយន្តក៏បាននាំគ្នាយកដៃមកភ្ជង់និងហុំព័ទ្ធកងទ័ពរបស់ហ្វាងឡៃហ្វាងលីងយ៉ាក៏បានមកការពារឪពុករបស់គេនិងបានសួរទៅយាយយន្តថាតើឯងចង់ធ្វើអ្វីពេលនោះដែរយាយយន្តក៏បានសួរទៅហ្វាងឡៃថាតើឯងហ៊ាននឹងកងទ័ពរបស់ឯងនេះចង់មានដង្ហើមរស់ទៀតដែរឬទេហើយយើងមើលទៅគ្នារបស់ហ្វាងឡៃគឺពិតជាមានការផិតភ័យមែនតើហ្វាងឡៃក៏បានគិតថាកូនចៅរបស់គេគឺប៉ិនប្រសពក្នុងការលាក់ដង្ហើមណាស់តើហេតុអ្វីបានជានៅថ្ងៃនេះទៅជាយ៉ាងនេះពេលនោះដែរយាយយន្តក៏បាននិយាយថាកាលពីមុនគ្រួសារយាយមានភាពច្របូកច្របល់គ្នាដោយសារតែការប្រយុទ្ធគ្នាឥតឈប់ឈរហើយប្រសិនបើជាមានសត្រូវមកខ្ញុំនឹងសម្លាប់ទាំងអស់ខ្ញុំមិនអោយពួកគេមកធ្វើបាបគ្រួសារយាយរបស់ខ្ញុំនោះទេដូច្នេះគ្មានអ្វីដែលអាចមករារាំងគ្រួសាររបស់ខ្ញុំបាននោះឡើយគ្រួសាររបស់ខ្ញុំគឺមានភាពរឹងមាំណាស់ប៉ុន្តែទោះបីជាយ៉ាងណាអ្នកក៏បាននិយាយត្រង់ពីរឿងមួយផងដែរហ្វាងឡៃក៏បានសួរទៅយាយយន្តថាតើគឺជាអ្វីទៅយាយយន្តក៏បាននិយាយថាមេឃខ្ពស់ណាស់ហើយវាក៏ធំទូលាយផងដែរឥឡូវនេះគឺដល់ពេលដែលពួកឯងអាចទៅមើលវាបានហើយព្រាមនោះដែរគឺធ្វើឲ្យហ្វាងឡៃគឺពិតជាមានការខឹងសម្បាទៅនឹងយាយយន្តមែនតើដូច្នេះពេលនេះរូគេទៅផ្ដល់មេរៀនឲ្យយាយយន្តឲ្យបានស្គាល់ហើយប៉ុន្តែក្បាច់ពិសេសរបស់ហ្វាងឡៃនោះអើយជឿហ្មងហ្វាងឡៃបែរទីជាអោបយាយយន្តនឹងបានយំផងនិយាយផងថាកុំឲ្យសម្លាប់រូគេអីពីព្រោះគេត្រឹមតែជាអ្នកជនពិការម្នាក់រូគេមិនអាចធ្វើអ្វីបាននោះឡើយពីព្រោះខ្ញុំខំបង្កើតកូនស្រីរបស់ខ្ញុំមកដល់ធំដល់ឋានៈនេះគឺមិនងាយស្រួលនោះទេដូច្នេះសូមអ្នកក្លាហានជួយលើកលែងទោសឲ្យពួកខ្ញុំផងខ្ញុំធ្វើនេះគឺដើម្បីតែការពារកូនស្រីរបស់ខ្ញុំតែប៉ុណ្ណោះខ្ញុំមិនចង់បានអ្វីច្រើននោះទេហើយប្រសិនបើជាអ្នកមិនព្រមតាមសន្យារបស់ខ្ញុំនោះទេខ្ញុំនឹងយំរហូតដល់ព្រះអាទិត្យរះនៅសមុទ្ររីងហ្វាងឡៃគឺពិតជាមានការយំខ្លាំងមែនតើដែលយើងមើលទៅគួរអាណិតណាស់ប៉ុន្តែអេដមីនមើលទៅគួរឲ្យកំប្លែងទៅវិញដល់យាយយន្តគួរអាណិតហ្វាងឡៃពេករូគេក៏ទទួលសំណើរបស់គេទៅឯហ្វាងឡៃក៏លឺភ្លាមក៏ឈប់យំតែម្ដងហើយគេក៏បាននិយាយថាអូយតងទ្រង់ចយម៉ាយលំតែគេធ្វើតាមសន្យានឹងពិបាកជាងចាប់ផ្កាយទៀតដូច្នេះពេលដែលជីវិតកូនស្រីរបស់ខ្ញុំគឺពឹងផ្អែកទៅលើឯងហើយដើម្បីជាការអរគុណហ្វាងឡៃក៏បានឲ្យសភៅក្បាច់គុណមួយទៅឲ្យយាយយន្តហ្វាងឡៃក៏ចង់បង្ហាត់បង្រៀនកូនស្រីរបស់គេដែរប៉ុន្តែកូនស្រីរបស់គេគឺជាស្រីពេស្ចាដូច្នេះរូគាត់មិនអាចបង្ហាត់បង្រៀនឲ្យកូនស្រីរបស់ខ្លួនបាននោះឡើយអញ្ចឹងថ្ងៃនេះរូគេនឹងបង្ហាត់បង្រៀនយាយយន្តទៅចោលដោយក្បាច់គុណនៅក្នុងសភៅនោះគឺពិតជាច្រើនណាស់ដល់ពេលនោះដែរប្រព័ន្ធក្បាលបញ្ជាក់ថាសិល្បៈក្បាច់គុណនៅក្នុងសភៅនេះមានដូចជាក្បាច់គុណវ៉ារ៉ាក្បាច់គុណកញ្ចក់ក្បាច់គុណហ្គេងរាងកាយរលោងនិងបច្ចេកទេសដើមពន្លឺវិញ្ញាណដែលមានកម្រិតខ្ពស់បន្ទាប់ពីបានសភៅនោះហើយយាយយន្តក៏បានធានាជីវិតកូនស្រីរបស់ហ្វាងឡៃដោយយាយយន្តនឹងជូនកញ្ញាហ្វាងលីងយ៉ាទៅកាន់និកាយកាយន្តដោយសុវត្ថិភាពដូច្នេះលោកមិនបាត់ភ័យនោះទេបន្ទាប់ពីពិភាក្សាគ្នាចប់ហើយយាយយន្តរបស់យើងក៏បានចាកចេញពីទីកន្លែងនេះបាទទៅឥឡូវនេះវីដេអូរបស់យើងក៏សូមបញ្ចប់ទៅត្រឹមនេះដែរសូមកុំភ្លេចជួយចុច like ឬក៏ subscribe ឲ្យ admin ម្នាក់មួយផងបាយបាយប៉ុន្តែប្រសិនបើជាមានសម្លេងរំខានអ្វីនោះសូមការអធិស្ឋានឲ្យ admin ផងហើយសម្រាប់នៅវីដេអូថ្មីនោះ admin នឹងប្រាប់នៅដំណឹងពិសេសអ្វីមួយឲ្យអ្នកទាំងអស់គ្នាបានដឹង